ចឹងនឹងមានអង្គការប្រហែលជា20 30ខ្ញុំគិតថាអាចដល់40%នឹងស្លាប់ពីឥឡូវរហូតដល់2027ប៉ុន្តែយើងដឹងថាជំនាន់2017មកមានយុទ្ធនាការធំរបស់រដ្ឋាភិបាលគឺបន្ទោសប្រអាប់ទៅលើអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សពាក់ព័ន្ធនឹងសិទ្ធិដីធ្លីពាក់ព័ន្ធនឹងបរិស្ថានហើយនឹងពាក់ព័ន្ធរឿង democracy ប្រទេសជាតិបតៃប៉ុន្តែនៅពេលដែលគាត់ឲ្យសារហ្នឹងទៅទូទៅសារហ្នឹងប្រជាពលរដ្ឋដល់ពេលដែលលឺជ្រាបហើយគាត់ទៅជាថាឲ្យតែ NGO គឺប្រឆាំងរដ្ឋាភិបាលឲ្យតែអង្គការគឺប្រឆាំងរដ្ឋាភិបាលខ្ញុំមានពាក្យកន្លែងហ្នឹងថាបើមិន transform ទេគឺយើងនឹងស្លាប់ខ្ញុំចង់និយាយថា NGO ទាំងអស់ដល់ពេលដែលត្រូវចាប់ផ្ដើមប្ររួមគ្នាវិញហើយយើងមានច្រើនឥឡូវជាពេលដែលយើងត្រូវប្ររួមគ្នានៅសម័យ Save Children មែនតើចូលនៅកម្ពុជាតាំងឆ្នាំ1970ហើយយើងបង្កើត clinic ដំបូងនៅកម្ពុជានៅវត្តបទុមនោះឆ្នាំ1971ពេលហ្នឹងគឺមានសង្គ្រាមនៅតាមខេត្តដូចជាសំឡូតតាមបាត់ដំបងតាមអីហ្នឹងគេដឹកអ្នកជំងឺនៅតាមហ្នឹងយកមកព្យាបាលនៅភ្នំពេញអញ្ចឹងតម្រូវការជំនួយមនុស្សធម៌ហ្នឹងមានតាំងពីជំនាន់ហ្នឹងមកនៅពេលដែលប៉ុលពត take over គាត់កាន់កាប់ប្រទេសកម្ពុជាអង្គការទាំងអស់ត្រូវដកខ្លួនចេញយើងត្រូវរងចាំរហូតដល់ឆ្នាំ91នៅពេលដែលមាន Paris Peace Agreement បានត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញប៉ុន្តែនៅក្នុងពេលហ្នឹងអង្គការមួយចំនួនធំរួមទាំង Save the Children Oxfam Care អីផ្សេងគាត់ UN agency ផ្សេងៗគាត់ធ្វើការនៅតាមជំរំតាមជាដែនប្រទេសថៃព្រោះយើងអាចចូលក្នុងប្រទេសបានបាទអញ្ចឹង91មកបានចាប់ផ្ដើមម្ដងទៀតអញ្ចឹងខ្ញុំហៅវគ្គនេះ70ដល់90នេះហៅថាជា NGO 1.0ជាការងារមនុស្សធម៌សុទ្ធសាធបាទនៅពេលដែល91នៅពេលដែលយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសវត្តមានរបស់អង្គការសង្គមស៊ីវិលគឺសំខាន់មែនទែនពីព្រោះកម្ពុជា start អំពី zero មកវិញអញ្ចឹងការងាររបស់គាត់ហ្នឹងគឺផ្ដោតទៅលើជំនួយមនុស្សធម៌ដែរប៉ុន្តែគាត់ចាប់ផ្ដើមយើងលើពាក្យមួយថា integrated development ការអភិវឌ្ឍបែបចូលរួមហើយនឹងយើងចាប់ផ្ដើមលើពាក្យ right based human right based approach ការអភិវឌ្ឍដែលយកសិទ្ធិមនុស្សជាចម្បងដែលយកសិទ្ធិមនុស្សជាគោលន័យថាបើសិនជាគាត់ខ្វះខាតអាហារហូបចុកគឺវាប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិតរបស់គាត់អញ្ចឹងយើងបកមកវិញថាសិទ្ធិទទួលបានសិទ្ធិរស់រានមានជីវិតនេះគឺត្រូវតែបំពេញដោយរដ្ឋាភិបាលបើសិនជារដ្ឋាភិបាលធ្វើមិនបានទេ NGO ចូលទៅជួយចូលទៅផ្ដល់ជំនួយបាទប៉ុន្តែយើងឈរលើគោលការណ៍សិទ្ធិមនុស្សជាជាងមើលទៅអ្នកទទួលផលថាជាជនរងគ្រោះបាទមិនគាត់ក្រគាត់សមទទួលបានជំនួយទេគឺដោយសារសិទ្ធិទទួលបានសិទ្ធិរស់រានមានជីវិតរបស់គាត់ត្រូវតែបំពេញហើយកាតព្វកិច្ចអ្នកណាដែលបំពេញគឺរាជរដ្ឋាភិបាលបើសិនរាជរដ្ឋាភិបាលបំពេញអត់បានទេគឺម្ចាស់ជំនួយ donor នឹងឯងអ្នកទៅជួយគ្នាបាទអញ្ចឹងយើងចាប់ដើមឃើញចលនានឹងងើបឡើងហើយនឹង human right actors អ្នកសកម្មជនសិទ្ធិមនុស្សសិទ្ធិបរិស្ថានសិទ្ធិដីធ្លីចាប់ដើមងើបឡើងហើយយើងខ្ញុំកាត់ត្រឹមនេះត្រឹម2017 2016យើងហើយជាចាប់អារម្មណ៍យើងនឹកឃើញកាល2017គឺជាពេលដែលគណៈបព្វប្រឆាំងរបស់កម្ពុជានោះត្រូវបានរំលាយនៅពេលហ្នឹងគឺ civic space ឬក៏សិទ្ធិ civil ត្រូវបានរដ្ឋបិទហើយកន្លែងនេះអង្គការទាំងអស់ចាប់ផ្ដើមដូរមិនមែនទាំងអស់ភាគច្រើនគាត់បដូរទៅជា survival mode ដើម្បីគាត់បន្តទៅទៀតអញ្ចឹងវិធីសាស្ត្រមួយចំនួនដែលគាត់ confront ដែលគាត់ធ្វើរបៀប vocal ពីមុនហ្នឹងគាត់ត្រូវបដូរមកជារៀងសុភាពជាងមុនប្រើពាក្យតិចតួចជាងមុនឧទាហរណ៍ពាក្យតស៊ូមតិគេដូរមកពី lobby អញ្ចឹងទៅបាទបញ្ចុះបញ្ចូលអីអញ្ចឹងទៅបាទឬក៏ធ្វើការជាមួយគ្នារួមគ្នាដើម្បីកែប្រែអីមួយជាងថាយើងធ្វើ advocacy អញ្ចឹងកន្លែងហ្នឹងខ្ញុំហៅ NGO 3.0 យើងសម័យមួយទៀតយើងគិតមុនទៀតនៅពេលដែលយើងមើលទៅឆ្នាំ2029យើងថាកម្ពុជានឹង graduate ពីប្រទេសអភិវឌ្ឍតិចតួចឬក៏ភាសាយើងនិយាយទូទៅថាប្រទេសអ្នកក្រយើងនឹង graduate យើងនឹង graduate ថាម៉េចចេញអំពីចាក់ចេញអំពី list របស់ប្រទេសក្រីក្រមែនតើយើងត្រូវបានយើងអាច graduate ត្រឹម2017ទៅតាម definition របស់ UN ហើយ OECD ណា2017ប៉ុន្តែដោយសារមាន COVID ទៅទៅរដ្ឋាភិបាលគេទៅជែកជាមួយខាងអង្គការសហប្រជាជាតិ ECOSOC អីទៅក៏ស្នើសុំថាពជាដល់2029អញ្ចឹង NGO ទាំងអស់ជាយាមអាដាប់ខ្លួនថា2029នៅពេលដែលយើង graduate ចេញលុយជំនួយមកកម្ពុជានឹងកាត់បន្ថយអញ្ចឹងយើងក៏ថាអូខេយើងត្រៀមខ្លួនបដាទៅ
ប៉ុន្តែវាចៃដន្យអីនយោបាយរបស់អាមេរិកប្រែប្រួលពេលដែលប្រធានាធិបតី Donald Trump គាត់មកAmerica First ហើយនឹង European and Regional Safety Security ហ្នឹងវាទៅជា priority top priority នៅពេលហ្នឹង donor មួយចំនួនធំត្រូវបានកាត់លុយគាត់មិនត្រូវបានកាត់នេះត្រូវបានកាត់លុយដោយអ្នកនយោបាយមែនទែនគាត់មិនគួរកាត់ទេហើយជាកាតព្វកិច្ចរបស់ប្រទេសអ្នកមានដើម្បីជួយនៅប្រទេសអ្នកក្រដែរអញ្ចឹងគាត់កាត់លុយធ្វើឲ្យយើងហ្នឹងឥឡូវ2025ដល់2024វានៅ4ឆ្នាំទៀតយើងអាចត្រៀមខ្លួនតាន់យើងអាចប្រែមុខមាត់តាន់អង្គការណាដែលគាត់ដឹងមុនគាត់ត្រៀមបានលឿនមិនដឹងមុនទេគាត់ដឹងថាសភាពការហ្នឹងវានឹងទៅអាហ្នឹងអញ្ចឹងបើគាត់ធ្វើបានលឿនជាងហ្នឹងវាល្អប៉ុន្តែអង្គការមួយចំនួនគឺគាត់អត់បានត្រៀមខ្លួនសោះអញ្ចឹងនឹងមានអង្គការប្រហែលជា20 30ខ្ញុំគិតថាអាចដល់ 40% នឹងស្លាប់ពីឥឡូវរហូតដល់2027ឬក៏បើគាត់អាច survive បានគឺ survive ក្នុងរបៀប hibernate mode ឬក៏ survival mode ដល់ទៅ2029អញ្ចឹងកន្លែងនេះខ្ញុំហៅថា NGO 4.0 យើងត្រូវការ unify ហើយត្រូវការ impact កន្លែងហ្នឹងដែលបកទៅសារដបរបស់ខ្ញុំថាពីពេលដែល NGO ត្រូវព្រមគ្នាហើយពីពេលដែល NGO ត្រូវតែបង្កើត specialize ខ្លួនឯងបើអ្នកឯងអត់មាន specialize skill អីទេ let go ហើយនឹងជាពេលមួយដែលសង្គមស៊ីវិលត្រូវឲ្យយុវជនអ្នកដឹកនាំខ្ញុំនិយាយចង់ឲ្យសារទៅអង្គការ local មួយចំនួនដែលមាន board ជា founder របស់ស្ថាប័នហ្នឹងពេលដែលគាត់អត់អាច move forward បានគាត់នៅដដែលបើគាត់នៅដដែលគឺគាត់នឹងមិន move forward ទេហើយពេលមួយគឺគាត់នឹងស្លាប់ហើយអង្គការមួយចំនួនសុកចិត្តមិនខ្ចីបិទអង្គការសុកចិត្តទុកចោលអញ្ចឹងបានលិសនៅក្នុងអង្គការនៅក្នុងធម៌ផ្ទៃហ្នឹងមានដល់3600អង្គការជាងគាត់សុកចិត្តទុកចោលគាត់មិនបិទហើយគាត់មិនឲ្យការគ្រប់គ្រងទៅយុវជនទេអញ្ចឹងកន្លែងនេះជារឿងមួយដែលយើងបខំកវេកឆ្នាំរហូតដល់បានបង្កើតជាសហគមន៍មួយតែទទួលស្គាល់ដោយសហគមន៍ដោយអាជ្ញាធរក្នុងស្រុកតែចុងក្រោយយើងអោបអានឹងទុកខ្លួនឯងយើងអត់បានប្រើអា legacy របស់យើងហ្នឹងបន្តដំណើរទៅមុខទៀតបាទអញ្ចឹងជាពេលមួយដែលអង្គការសង្គមស៊ីវិលថ្នាក់ដឹកនាំត្រូវតែកំណែតម្រង់ក្រុមប្រឹក្សាពិបាលខ្លួនឯងហើយគល់សិទ្ធិគល់អំណាចគល់នឹង innovation thinking ហ្នឹងឲ្យទៅយុវជនចំនួនក្រោយយើងមើលCSO Sustainability Index ដែលបានធ្វើដោយខ្ញុំជឿថា Future Forum បានចូលរួមដែរខ្ញុំក៏ម្នាក់នៅក្នុង reference group ដែលបានដាក់បន្ទុកនេះដែរចែកមួយលោកវរៈថាឲ្យខ្ញុំទៅចែករឿង organizational capacity មើលទៅខ្លាំងជាងគេនៅក្នុងចំណោម index នេះមើលថាបើបន្ទុកទៀតគឺគាត់ខ្លាំងមាន sustainability ត្រូវបានពង្រឹងបើបន្ទុកកាន់តែខ្ពស់ sustainability ហ្នឹងអាចប្រឈមមុខនឹងការបាត់បង់បាទអញ្ចឹងនៅកម្ពុជា more or less វានៅកណ្ដាលអញ្ចឹង it's okay kind of okay តែសូមបញ្ជាក់តិចអានេះធ្វើនៅឆ្នាំ2021អញ្ចឹងក្រោយមកយើងអត់បានធ្វើទេខ្ញុំគិតថាมัน more or less the same มันខុសអីប្រហែលទេlegal environment យើងនៅបន្ទុករៀង impeded អាចងាយរងគ្រោះដោយសារមាន pressure ច្រើនទៅខាងសង្គមស៊ីវិលបាទអង្គការសង្គមស៊ីវិលហើយorganizational capacity យើងរៀងគ្រាន់បើដោយសារយើងរុញមកធ្វើអានេះពេលដែលចិត្តជែកនេះខ្ញុំចង់បញ្ជាក់ថាការវាយតម្លៃជា perception របស់ក្រុម expert មួយដែលគាត់មើលជាអង្គការសង្គមស៊ីវិលទូទៅមិនមែនតែ NGO ជាក់លាក់ណាមួយឬក៏ NGO local ក្នុងស្រុកទេគឺមើលទូទៅអញ្ចឹងនៅពេលដែលយើងនិយាយ capacity នេះអង្គការអន្តរជាតិប្រហែលជាអ្នក dominate បន្ទុកហ្នឹងអង្គការអន្តរជាតិសមត្ថភាពគាត់ខុសគ្នាពីព្រោះគាត់មាន resource ច្រើនបាទ financial viability ពេលហ្នឹងដូចជាខ្ញុំចាំថាឆ្នាំ2021ធៀបមុន2020យើងដូចរៀងថយតិចដោយសារជំនាន់ហ្នឹងជាជំនាន់ COVID ថាវិការភាគច្រើនគឺប្រវល់ទៅសកម្មភាពជំនួយតទៅនឹង COVID បាទរឿង advocacy អង្គការមួយគាត់បង្កើតឡើងគឺគាត់ចង់ influence policy អញ្ចឹងយើងឃើញថា level of influence ហ្នឹងមិនល្អពេកទេហើយក៏មិនអាក្រក់ដល់ថ្នាក់មិនល្អពេកមិនអាក្រក់ដូចគ្នាដែរមិនល្អពេកព្រោះយើងអត់សូវមានជំនាញអីជាក់លាក់ខ្លួនឯងទេដែលអាចនាំឲ្យរដ្ឋាភិបាលត្រូវតែធ្វើតាមយើងអត់បានផ្ដល់ភស្តុតាងជាក់លាក់ឲ្យរដ្ឋាភិបាលដើម្បីរដ្ឋាភិបាលគាត់ថាអូខេអានឹងត្រឹមត្រូវខ្ញុំត្រូវតែកែតម្រង់អាហ្នឹងវាអត់មានអាហ្នឹងបាទservice provision អង្គការមួយចំនួនធំគាត់ជាអ្នកផ្ដល់សេវាអង្គការមួយចំនួនទៀតគាត់ជាអ្នក monitor ហើយគាត់ជូនជា recommendation ទៅរដ្ឋាភិបាលដើម្បីកែប្រែ
ចឹង service provision ជំនាន់ COVID ហ្នឹងក៏មិនអត់ទេព្រោះភាគច្រើនគាត់បដូរទៅជា service provision mode វិញបាទsocial infrastructure ច្រើនពេកខ្ញុំចង់ចំណាយពេលខ្ញុំចង់និយាយ public image ហ្មងដោយសារវាគ្មិនយើងពីមុនក៏បានទៅជ័យកន្លែងហ្នឹងយើងឃើញបន្ទុករៀងគ្រាន់បើវានៅកណ្ដាលប៉ុន្តែយើងដឹងថាជំនាន់2017មកមានយុទ្ធនាការធំរបស់រដ្ឋាភិបាលគឺបន្ទោសប្រអាប់ទៅលើអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សពាក់ព័ន្ធនឹងសិទ្ធិដីធ្លីពាក់ព័ន្ធនឹងបរិស្ថានហើយនឹងពាក់ព័ន្ធរឿង democracy លទ្ធិប្រជាធិបតេយ្យប៉ុន្តែនៅពេលដែលគាត់ឲ្យសារហ្នឹងទៅទូទៅសារហ្នឹងប្រជាពលរដ្ឋដល់ពេលដែលឮជ្រាបហើយគាត់ទៅជាថាឲ្យតែ NGO គឺប្រឆាំងរដ្ឋាភិបាលឲ្យតែអង្គការគឺប្រឆាំងរដ្ឋាភិបាល image នេះហើយដែលធ្វើឲ្យយើងអាច raise public fund បានទេណែចង់ raise public fund 1រៀល2រៀល1000 2000ពីប្រជាជនទូទៅលុះណាតែណែមានគេឈ្មោះដូចពេទ្យគន្ធបុប្ផាអញ្ចឹងមានគេឈ្មោះហើយកសាងប្រហែលគាត់រ៉ាន់មួយឆ្នាំ20 25លានហើយផ្ដល់សេវាដោយអត់យកថវិកាពីអ្នកជំងឺទេហើយមិនប្រកាន់ថាក្រឬក៏នេះក្រឬក៏មានអ្នកណាក៏ទៅបានដែរឲ្យទៅតម្រង់ជួរដូចគេដូចឯងប៉ុន្តែ NGO យើងត្រូវបាន frame ថាជាអ្នកដែលធ្វើការឲ្យឃើញឲ្យរដ្ឋាឲ្យឃើញថារដ្ឋាភិបាលហ្នឹងអាក្រក់មិនល្អខ្វះខាតកន្លែងនេះខ្វះខាតកន្លែងនោះតាមពិតវាជាទូនាទីរបស់យើងពីព្រោះបើល្អហើយយើងត្រូវធ្វើអីទៀតការងាររបស់យើងគឺបំពេញកង្វះចន្លោះហ្នឹងតាបាទអញ្ចឹង very simple យើងបំពេញកង្វះចន្លោះប៉ុន្តែគេនៅពេលដែលគេ frame អង្គការមួយចំនួនធំហ្នឹងអង្គការដែលធ្វើការរឿងសិទ្ធិមនុស្សរឿងក្តៅហ្នឹងវាទៅជាប៉ះពាល់ដល់អង្គការទូទៅដែលធ្វើឲ្យ public fundraising យើងហ្នឹងអាច raise បានបាទខ្ញុំក៏ចង់ compare ជាមួយនឹង regional នៅក្នុងអាស៊ីយើងឃើញនៅកម្ពុជាគ្រាន់បើទី2ស្មើមហាប្រហែលស្រីលង្កាអ្នកដែលយ៉ាប់ជាងគេទៅជាប្រទេសជិតខាងយើងនៅថៃទៅវិញបាទដោយសារគាត់មានច្បាប់រឿងការពារព្រះមហាក្សត្រហើយនឹងគោលនយោបាយរបស់គាត់នយោបាយគាត់នឹងប្រែប្រួលរហូតអ្នកដែលរៀងគ្រាន់បើជាងគេគឺនៅហ្វីលីពីនហើយនឹងទីម៉ូខាងកើតបាទអញ្ចឹងហើយលេខនេះជាលេខតាមឆ្នាំអញ្ចឹងយើងដូចរៀងថយពី2019ទៅ2029ប៉ុន្តែ more or less កន្លះបន្ទុកឬក៏តិចជាងហ្នឹងមិនមានអី significant ខ្លាំងslide នេះចង់បញ្ជាក់អំពីចំនួន NGO យើងបន្តិចនៅក្រសួងមហាផ្ទៃយើងមានអង្គការចុះឈ្មោះ 3400 3600 3400ហើយជាសមាជិកជាអីគេសមាគមមាន2600សរុបទៅ6000ជាងអានោះតាមលេខ2024ហើយសម្រាប់អង្គការអន្តរជាតិដែលចុះឈ្មោះនៅក្រសួងការបរទេសហ្នឹងគឺមាន341តែសំខាន់ជូននេះអ្នកដែលមាន valid MOU 329ប៉ុន្តែបើយើងលេខនេះធំណាប៉ុន្តែបើយើងមើល database របស់ខាង CCC វិញមានអង្គការតែ189ដែលជាសមាជិកគាត់ហើយមានអង្គការច្រើនផ្សេងទៀតដែលមិនមែនជាសមាជិករួមទាំងអង្គការអន្តរជាតិដែរប៉ុន្តែលេខដែលយើងទទួលបានពីសមាជិករបស់ CCC ហ្នឹងគឺថវិកាសរុបទាំងអស់របស់គាត់មាន$152លានក្នុងមួយឆ្នាំ2023សង្គមស៊ីវិលដែល NGO ដែលចុះឈ្មោះក្នុងស្រុកហ្នឹងមាន31កន្លែងនេះ150លានតែខ្ញុំចង់ប្រាប់ថាក្នុងចំណោម94អង្គការហ្នឹងមានអង្គការប្រហែលជា5 10 8 10ទេដែលគ្រប់គ្រងលុយប្រហែលជាង100លានបាត់ទៅហើយបាទអង្គការធំមួយចំនួនហ្នឹងគ្រប់គ្រងលុយ100លានជាងតែឯងហើយអញ្ចឹងដល់ពេលយើងមើល capacity ទូទៅយើងមិនមើលតែអង្គការ local ឬនេះយើងមើលទាំងរួមទាំងអស់ណាបាទអញ្ចឹងលុយទាំងអស់សរុបទៅប្រហែលជា180លានកន្លែងនេះអាចស៊ីគ្នាជាមួយនឹងលុយ ODA របស់យើងODA Official Development Assistance យើងមានប្រហែលជា760លាននៅឆ្នាំ2018ហើយឥឡូវហ្នឹងប្រហែលជាកើនដល់1500លាន1.5 billion តែខ្ញុំអត់មានលេខថាតើ ODA ដែលឲ្យមក NGO ហ្នឹងប្រមាណវាអត់មានណា ODA ឧទាហរណ៍ថាខាងជប៉ុនគេជំនួយធ្វើផ្លូវមួយអញ្ចឹងគេរាប់ជា ODA ឯងតែ NGO យើងអត់មានបានអីទេបាទអញ្ចឹងប្រហែលជា11%បើសិនយកលេខនេះ more or less 10% ជាងគឺមក NGO គឺ122លានដែលយើងមាននៅ2018ហើយធ្លាក់ពី250លានពី2016ហើយ you know in between that 2017បាទខ្ញុំពេលដែលយើងធ្វើ CSO roadmap ជាមួយ CCC យើងគិតថាយើង estimate ថាហើយឆ្នាំ2029យើងអាចបាត់លុយ ODA ដែលមកជួយ NGO ហ្នឹងប្រហែលជា80ទៅ100លាន That's very big បើសិនជា250លានឬក៏130លាននេះយើងបាត់ដល់100លានយើងសល់30 40លានអញ្ចឹង NGO ត្រូវតែកែប្រែខ្លួនឲ្យខ្លាំងមែនទែនកន្លែងនេះអត់និយាយអំពី source ផ្សេងដូចជា philanthropy foundation ណាយើងនិយាយអំពី official development assistance ដោយ
ប្រទេសជាម្ចាស់ជំនួយមកកម្ពុជាអញ្ចឹងបើយើងបានពី Bill Gates Foundation បានពី Save Children ទៅរកថវិកាពីណាមកចូលហ្នឹងវាអត់រាប់បញ្ចូលនៅក្នុងលេខនេះទេអញ្ចឹងសង្គមស៊ីវិលយើងចង់មួយឆ្នាំយើង contribute ទៅកម្ពុជាប្រហែលជាមិនតិចជាង600លានទេណារួមទាំងប្រាក់ខែហើយនឹងគ្រួសាររបស់អ្នកដែលធ្វើការនៅសង្គមស៊ីវិលជាង25,000នាក់ហ្នឹងក៏បានផលប្រយោជន៍ច្រើនដែរបាទអឺនេះគ្រាន់តែជាផុសតាំងខ្ញុំមិននិយាយ slide នេះទេផុសតាំងថាលុយហ្នឹងវាត្រូវកាត់អញ្ចឹងយើងមើលអាមេរិកកាត់60 billion បារាំង Netherlands អង់គ្លេសស៊ុយអែតជា donor ធំមួយនៅយើង EU ស្ថិតតែកាត់ទាំងអស់អានេះតកតងនឹងវិស័យសុខាភិបាលលេខដែលសំខាន់ជាងគេហ្នឹងគឺជា gap នៅទីនេះលេខនេះធៀបជាមួយនឹង baseline 2023ហើយគេមើល projection ទៅក្រោយអញ្ចឹង2023យើង assume ថាមាន 100%អញ្ចឹងដល់ក្រោយ2023គឺវាត្រូវបាត់15,000លានសម្រាប់វិស័យទូទៅក្នុងហ្នឹងដូចឧទាហរណ៍រឿង emergency response អញ្ចឹងនឹងបាត់27លាន27,000លានសំទោស23,000លាននឹងបាត់បង់អឺ no សំទោសមិនមែន1000លាននៃភាគរយ23%នៃលុយ27,000លានដែលជួយ emergency ហ្នឹងត្រូវបាត់បង់រឿង energy រឿង education បាត់ដល់15%ដោយសារប្រែប្រួលម្ចាស់ជំនួយបាទអញ្ចឹងគ្រាន់តែជាផុសតាងបង្ហាញថាទៅមុខទៀតលុយ ODA សម្រាប់ NGO លុយជំនួយសម្រាប់ NGO នឹងបាត់បង់បាទទៅតាម sector ផ្សេងៗគ្នានេះroadmap ដែលពុទ្ធរីបានបង្ហាញនៅក្នុង slide មុនអ្នកនៅ online បើអត់បានមើលចាំមើល session មួយទៀតដែលធ្វើដោយពុទ្ធរីយើងរកឃើញថាយើងធ្វើ survey នៅក្នុងចំណោមអង្គការបណ្ដាញ6 7បណ្ដាញនេះយើងរកឃើញថា 40% នៃ NGO ជា member រួមទាំងអង្គការបណ្ដាញខ្លួនឯងហ្នឹងមានថវិកាតិចជាង30,000ឬក៏3សែនក្នុងមួយឆ្នាំហើយក្នុងចំណោម40ហ្នឹង 20% មានតិចជាង50,000ក្នុងមួយឆ្នាំយកលុយ50,000មកធ្វើអីចែកទៅបុគ្គលិកហើយទៅធ្វើអីឲ្យមាន impact ធំបាទវាពិបាកអញ្ចឹងហើយ funding ភាគច្រើនគឺរកមួយឆ្នាំខ្វះមួយឆ្នាំអញ្ចឹងបើយើងចង់ឲ្យប្រវត្តិប្រទេសមួយយើងត្រូវការផែនការយុទ្ធសាស្ត្ររយៈពេលវែងហើយចាំបើលុយដាច់មកកង់ឥឡូវខែ12ហើយនឹងខែ1មានលុយអត់ដល់ទៅខែ4បានរកលុយថ្មីបានតែយើងអនុវត្តយុទ្ធសាស្ត្រយើងយ៉ាងម៉េចបាទនេះជា challenge ធំមួយតើតើក្នុង private sector មានអង្គការតិចដែលបានថវិកា5%គាត់ថាក៏បាន5%ពី private sector ក៏បានអង្គការផ្សេងៗនេះមិនមែនបោកចូលគ្នាណាអង្គការខ្លះគាត់ថា5%ពី social enterprise ហើយ9%បានពី philanthropy ឬ individual អ្នកដែលគាត់ចិត្តបានចិត្តល្អហ្នឹងគាត់ឲ្យលុយម្ដង2 30000អីចឹងទៅឬក៏10,000អីចឹងទៅបាទអញ្ចឹងលេខនេះខ្ញុំអត់មានលេខជាចំនួនដុល្លារទេប៉ុន្តែគាត់ថាភាគរយនៃ income របស់ស្ថាប័នដែលគាត់ទទួលហ្នឹងសរុបទៅវាតិចតួចណាស់ដែលបានអំពី private foundation ឬក៏ការចូលរួមរបស់ប្រជាពលរដ្ឋទូទៅរួមទាំងអ្នកនៅបរទេសអញ្ចឹងលុយក្រៅពីហ្នឹងគឺបានអំពី ODA មកនឹងឯង ODA ដែលគេកាត់នឹងឯងបាទ26%គាត់ថាមិនដឹងរស់បានផុតពី2027អត់ហើយ30%គាត់ថាដូចជាអាចទៅរួចមើលទៅបាទ somewhat confidence លេខដែលគួរចាប់អារម្មណ៍ដែរហ្នឹងហើយដែលវាគ្មិនមុនបានទៅចែកហ្នឹងគឺ 49% ឬក៏ថា 50% គាត់ថាត្រូវការshare support service share support service ដូចឧទាហរណ៍ថាយើងមានអង្គការ3គាត់មាន HR គាត់មាន admin គាត់មាន logistics ដូចគ្នាប៉ុន្តែឥឡូវអត់អាច afford បានទេអញ្ចឹង3ហ្នឹងអាច share គ្នាទៅប្រើ HR ប្រើ logistics ប្រើ procurement អីតែមួយបានហើយចេញភាគរយម្នាក់តាមលទ្ធភាពរបស់គាត់អញ្ចឹងទៅអញ្ចឹងជាវិធីមួយដែលគាត់អាចកាត់ថវិកាចំណាយបាន 20 ទៅ 30% បាទនៅពេលដែលយើងសួរថាឥឡូវគាត់ transform អត់ 24% គាត់ថាត្រូវការ merge ចូលគ្នាបើមិន merge ទេនឹងស្លាប់អញ្ចឹងដើម្បី survive ត្រូវ merge 38% គាត់ថាអត់បញ្ហាធ្វើការធម្មតាអញ្ចឹងទៅប៉ុន្តែត្រូវការ diversify funding ពីព្រោះmain source of funding ពី institutional donor ហ្នឹងត្រូវបានបាត់បង់ហើយបាទហើយ12% គាត់ថាត្រូវការ transform ទៅជា technical assistant ជាអង្គការជំនាញជាក់លាក់ដើម្បីធ្វើការផ្ដល់សេវាដល់រដ្ឋាភិបាលនេះជា survey ដែលយើងធ្វើនៅក្នុងខែ9ខែ10 CCC អ្នកដឹកនាំបាទហើយខ្ញុំមានពាក្យកន្លែងហ្នឹងថាបើមិន transform ទេគឺយើងនឹងស្លាប់មិនស្លាប់ថ្ងៃហ្នឹងក៏ប្រហែលជា2027ឬក៏29អង្គការ30ទៅ 40% នឹងបាត់បង់វត្តមានបាទហើយមិនដឹងថាគាត់បិទចិត្តអត់ទេណាពេលថាហើយចោះឈ្មោះហើយតែដល់ពេលលុបឈ្មោះវិញណាប្រកាសប្រាប់ថាយើងបិទ office ហ្នឹងមានជាពាក់ពន្ធជាពាក់អីច្រើនណាបាទ
និយាយពី dimension របស់សមត្ថភាពរបស់ស្ថាប័នយើងមើលទៅវាមាន7 dimension កន្លែងនេះខ្ញុំមិនចូល detail ទេគ្រាន់តែជាការបញ្ជាក់អារម្មណ៍ព្រោះនៅនេះមានអ្នកចូលរួមចម្រុះអ្នកស្ដាប់ក៏ចម្រុះអញ្ចឹងយើងមើលស្ថាប័នមួយដែលគាត់ខ្លាំងទីមួយគាត់ត្រូវមាន vision ហើយ strategy ដែលចំរឿងដែលត្រូវនឹងតម្រូវការពលរដ្ឋហើយចំនឹងអត្ថប្រយោជន៍របស់រដ្ឋាភិបាលហើយនឹង donor បាទហើយมันអាចអ្នកឯងខ្លាំងមិនក៏ដោយក៏มันអាចធ្វើគ្រប់មុខដែរក្រសួងនៅស្រុកខ្មែរមាន36ស្ថាប័នជាងក្រសួងហើយនិង institution ផ្សេងនៅ level ប្រហែលក្រសួងហើយគាត់មានការងារជាក់លាក់របស់គាត់ឯនេះស្អី NGO ដែលមានលុយ50000 100000ហ្នឹងចង់ធ្វើគ្រប់មុខមិនកើតយើងត្រូវតែ specialize បាទទី2គឺតកតនឹង governance ហើយ leadership ខ្ញុំនិយាយពីដើមខ្ញុំថាអង្គការសង្គមស៊ីវិលជាពិសេសអង្គការក្នុងស្រុកត្រូវធ្វើកំណែតម្រង់ serious មែនទែនរឿង governance ពីព្រោះ board របស់គាត់មាន3នាក់មាន5នាក់មាន7មាន9 are they helpful any board member help any NGOs ឲ្យអាចរកលុយបានin within their 10 years តែជាពិបាកមែនទែនចុងក្រោយគឺរវល់តែ ED ទេអ្នករកលុយនោះ Executive Director ទេដែលរកលុយអញ្ចឹង board បើសិនជាអត់មានអីជួយបានទេបាច់មកអង្គុយ tick the box ទេ seriously leadership ដូចគ្នាដូចជានៅសាលារៀនយើងធ្វើសាលារៀនច្រើនយើងមិនដែលមានលុយណាទៅជួយសាលាគ្រប់ទេប៉ុន្តែនៅពេលដែលយើងឃើញនាយកសាលាគាត់សកម្មគាត់ very active គាត់ dedicate សាលាហ្នឹងនឹងមានការប្រែប្រួលមែនតើតែទោះតែលុយបានពីណាអត់បានដូចគ្នាហ្នឹងទោះឲ្យលុយប៉ុណ្ណឹងដូចគ្នានឹង NGO យកទៅយើងមានលុយណាច្រើនទៅឲ្យគ្នាយើងមានអីជួយគ្នាច្រើនប៉ុន្តែ leadership នេះសំខាន់ណាស់បើសិនជា the right leadership ស្ថាប័ននឹង grow បាទ technical capacity តើអ្នកឯងមានអីជាក់លាក់អត់ដើម្បីផ្ដល់ឲ្យរដ្ឋាភិបាលអ្នកឯងទីជម្រៅអត់ទៅលើវិស័យហ្នឹងមុននឹងអ្នកឯងតិចទៀនកែលម្អរដ្ឋាភិបាលទីជម្រៅអត់លោកណាតែមានទីជម្រៅហើយបើសិនជាអង្គការមួយមានបុគ្គលិកដែលគាត់ dedicate ទៅថា10 20ឆ្នាំនៅលើ sector អីមួយអប់រំឬក៏អីមួយគាត់នឹង very specialize គួរតែឲ្យតម្លៃទៅលើគាត់ហើយពង្រឹងគាត់ហើយទុកឲ្យគាត់ធ្វើរឿង specialty រឿង technical level ហ្នឹងទៅមិនបាច់ឲ្យធ្វើ management leadership អីទេហើយអាហ្នឹងជាសមត្ថភាពរបស់ស្ថាប័នយើងដែរ technical capacity របស់ស្ថាប័នហ្នឹងបាទហើយ technical capacity នេះអាច transfer ពីអន្តរជាតិមកទៀតជា mission របស់អង្គការអន្តរជាតិគឺធ្វើការមួយរដ្ឋាជាមួយអង្គការក្នុងស្រុកដើម្បីទេ technical capacity knowledge ហ្នឹងដែលជា good practice មកពីប្រទេសផ្សេងៗចូលមកកម្ពុជាអញ្ចឹងបើសិនយើងអត់មានទេស្អីក៏ចេះមានតែស្អីក៏អត់ច្បាស់ស្អីក៏អត់ចេះមានន័យថាស្អីក៏អត់ច្បាស់ដែរអញ្ចឹងគឺយើងអត់មានចំណុចខ្លាំងរបស់យើងទេអត់មានស្អីជារបស់យើងទេ financial resources ស្ថាប័ន 100% គឺខ្ញុំថា 100% ចាស់គឺចាយលុយជំនួយហើយច្បាប់មានលុយជំនួយយើងធ្វើស្អីគ្នាយើងបុគ្គលិកអន្តរជាតិមិនត្រូវការប្រាក់ខែត្រូវការចិញ្ចឹមកូនចិញ្ចឹមប្តីចិញ្ចឹមប្រពន្ធអញ្ចឹងបើសិនអត់មានថវិកាតែយើងធ្វើយ៉ាងម៉េចហើយបើយើងមានលុយតិចតួចទៅយកអ្នកបកកែមកដឹកនាំមកធ្វើស្ថាប័នមិនកើតគេនៅជាមួយយើងមិនអញ្ចឹងហ៎បាទអញ្ចឹងfinancial resource សំខាន់កន្លែងនេះយើងត្រូវរកវិធីដើម្បីរកវិធីថ្មីដើម្បីរកលុយ infrastructure system technology infrastructure ទៅថាអង្គការមួយចំនួនគេអាចរក្សាគេបង្កើត asset ខ្លួនឯងនៅច្បាប់យើងអត់ឲ្យ NGO own asset ប៉ុន្តែមិនហាមទេគ្រាន់តែថាបើ own asset ត្រូវការធ្វើ MOU មួយរដ្ឋាភិបាលទៅបើសិនយើងបិទ office asset យើងផ្ទេរឲ្យរដ្ឋាភិបាលឬក៏យើងធ្វើវិធីមិនទៅតែមិនហាមមិនឲ្យទិញហ្មងទេគ្រាន់តែការកាន់កាប់ asset ហ្នឹងវាត្រូវពិបាកបន្តិចតាមច្បាប់របស់យើងតែមិនមែនថាហាមមិនឲ្យធ្វើទេប៉ុន្តែបើសិនយើងអត់មានទេតែយើងមានបន្ទប់ណាមកប្រជុំចេះបើយើងទៅហៅជួបកាហ្វេខាងមានណាហ៊ាននិយាយត្រង់ទៅត្រង់មកអញ្ចឹងត្រូវតែមាន safe space មួយហើយ system ផ្សេងទៀតរឿង control compliance finance រឿង technology តើឥឡូវយើងប្រើ AI បានប៉ុណ្ណាប្រើ AI ជ្រុលពេកវាប៉ះពាល់ផ្សេងប្រើតិចពេកយើងអត់ប្រើលទ្ធភាពអស់បាទorganizational culture and climate change កន្លែងខ្ញុំចង់និយាយ technology ប្រហែលជា4-5 ឆ្នាំទៀតការងារមួយចំនួននៅ office ហ្នឹងមិនចាំបាច់ប្រើមនុស្សទេតែខ្ញុំចង់ធ្វើ JD job description ពីមុនខ្ញុំត្រូវការ HR ហើយមាន line manager មកអង្គុយទៅសេឥឡូវខ្ញុំប្រាប់ AI ធ្វើតែ2នាទីហើយឯងរៀបឲ្យស្អាត contextualize មក solution ទៀត contextualize ទៅអង្គការទាំងអស់គ្នាទៀត contextualize ទៅក្រុមហ៊ុនរបស់ខ្លួនឯងទៀតបាទអញ្ចឹងមិនចាំបាច់ទៅជួល HR មួយមកអង្គុយធ្វើ job description ធ្វើ job evaluation ធ្វើអីទេបាទជាឧទាហរណ៍មួយរឿង procurement plan រឿងអីទាំងអស់ធ្វើ proposal ក៏ដែរអញ្ចឹងបើសិនយើងតាមអត់តាន់ទេខ្ញុំសង្ឃឹមថាអង្គការយើងវា vibrant បាទ culture climate យើងជាអង្គការដែលជួយសង្គមយើងអាចយកមនុស្សដែលមាន
គេហៅអាត្មានិយមមករ៉ាន់ស្ថាប័នបាននេះពីព្រោះចុងក្រោយវាទៅជាប្រយោជន៍វាទៅជាទំនាស់ព្រោះយើងវាជាអង្គការសង្គមអញ្ចឹងកន្លែងនេះសំខាន់ណាស់បើសិនយើងធ្វើគំរូអត់បានទេ image របស់យើងប៉ះពាល់រលុយ1រៀលក៏អត់បានដែរបាទហើយចុងក្រោយគឺ relationship នៅពេលដែលយើងខ្លាំងគេមករកយើងឯងប៉ុន្តែបើយើងខ្សោយយើងដើររកគេច្រើនបាទ relationship ទាំងជាមួយនឹងអាជ្ញាធរទាំងមួយរដ្ឋាភិបាលទាំងជាមួយនឹងម្ចាស់លុយ ខ្ញុំអត់និយាយពី slide នេះទេនៅពេលដែលយើងនិយាយពី NGO យើងត្រូវមើល6 7 capacity របស់គាត់យើងសួរខ្លួនឯងអត់និយាយទាំងអស់តែនិយាយបន្តិចទេ financial grant compliance តើគាត់មាន function នឹងបានអត់គាត់ question មួយទៀតមានតែគាត់ afford បានអត់បាទ logistic and support តើគាត់ afford បានអត់ people and culture គាត់មានបុគ្គលិកទូនាទីរបស់ HR ឬក៏ leader ដែលអាច shape culture ស្ថាប័នបានអត់ strategy បង្កើតយុទ្ធសាស្ត្របង្កើតធ្វើ proposal ហើយនឹងប្រព័ន្ធតាមដានត្រួតពិនិត្យតើគាត់មានអត់ technical expertise ហើយ advocacy impact តើគាត់មានបុគ្គលិកឬក៏មានលទ្ធភាពរើសអ្នកមានសមត្ថភាពដើម្បីធ្វើ policy អីអត់មិនប្រកាសតែគាត់ត្រូវមានបុគ្គលិកធ្វើជា researcher ទេគាត់អាច outsource បានតែជួល consultant នេះបានតែគាត់មានលទ្ធភាពដើម្បីឲ្យស្ថាប័នហ្នឹងគាត់មាន expertise ទៅខាងហ្នឹងអត់ហើយនឹងសុំទោសហើយចុងក្រោយគឺ program operation ពេលដែលបានលុយហើយតើគាត់ deliver program ហ្នឹងបានតាមដែល plan ហ្នឹងអត់បាទទាំងអស់នេះសិតត្រូវការលុយស្ថាប័នមួយខ្ញុំចង់ឧទាហរណ៍រឿង HR អង្គការយើងមួយចំនួនមានបុគ្គលិក7នាក់10នាក់ប៉ុន្តែយើងជួល HR ម្នាក់ប៉ុន្តែ good practice របស់អង្គការអន្តរជាតិគឺ HR ម្នាក់ត្រូវមើលគ្រប់គ្រងបុគ្គលិក50នាក់ជា good practice មិនមែនបានថាហ្នឹងត្រូវរហូតទេណាបាទorganizational development ដើម្បីឲ្យពង្រឹងសមត្ថភាពស្ថាប័នបានលុះណាតែអ្នកឯងមានបុគ្គលិកច្រើនជាង100នាក់បានយើងអាចជួលបុគ្គលិកមួយដើម្បីមកធ្វើ OD បាន organizational development ប៉ុន្តែបើបុគ្គលិកតិចតួចយើងអត់អាចយក resource មក allocate សម្រាប់មនុស្សហ្នឹងបានទេអញ្ចឹងទាំងអស់នេះទុកជា question ឲ្យគ្នាយើងមើលរៀង review ទៅលើសមត្ថភាពរបស់ស្ថាប័នយើងវិញមើលតើយើងទៅរួចអត់បាទនេះជា model ដែលវាគ្មិនយើងមុនបានចែកហើយយើងមាន7 model ដែលឲ្យ NGO ត្រូវជ្រើសរើសពីឥឡូវរហូតដល់2027ដើម្បីឲ្យគាត់ survive ក្រោយ2029ហើយ2035អញ្ចឹងអាច business as usual ដូច 38% ដែលគាត់និយាយមុន philanthropic initiatives អានេះតាមពិតជា smart អីដំបូងរបស់សង្គមស៊ីវិលហើយអង្គការសង្គមស៊ីវិលរបស់សង្គមស៊ីវិលឧទាហរណ៍ថាខ្ញុំនៅភូមិខ្ញុំសិតតែសម្រាមចោលពេញបាទសិតតែសម្រាមចោលពេញផ្លូវអញ្ចឹងខ្ញុំស្ម័គ្រចិត្តទៅរើសសម្រាមតែពេលរើសទៅឃើញស្អាតអ្នកផ្សេងមកចូលរើសជាមួយខ្ញុំដែរអញ្ចឹងចលនាហ្នឹងធ្វើទៅបានច្រើនអ្នកអញ្ចឹងថាជាអាទិត្យក្រោយខ្ញុំទៅរើសភូមិមួយទៀតទៅអញ្ចឹងអាហ្នឹងជា initiative ប៉ុន្តែគាត់ថាដើម្បីឲ្យលឿនយើងរកអ្នកណាចូលលុយខ្លះមកដើម្បីយើងឲ្យជានំប៉័ងឲ្យជាទឹកសុទ្ធអីទៅឲ្យមានច្រើនអញ្ចឹងទាំងអស់អាហ្នឹងជា philanthropic initiative ណាយើងចេញលុយខ្លួនឯងផងទៅធ្វើការងារសង្គមផងដល់ពេលយូរទៅថាបើធ្វើចឹងបានច្រើនដើម្បីបានមាន impact ទៀតកើតជា NGO មួយហ្មងដើម្បីធ្វើការងារហ្នឹងវាបង្កើតទៅជាបន្ទុកច្រើនទៅតែកន្លែងនេះ model មួយនេះគេថាបើសិនយើងអត់មានថវិកាយើងបកមក model original វិញទៅបាទហើយបើអត់មានលុយគឺធ្វើធម្មតាទៅបើមានលុយចាប់ដើមកម្មទៀតចឹងទៅបាទទីពីរ social enterprise សហគ្រាសសង្គមកន្លែងនេះខ្ញុំចង់បញ្ជាក់ថានៅស្រុកខ្មែរយើងអត់មានច្បាប់ណានិយាយអំពីសហគ្រាសសង្គមទេយើងមានតែ NGO ឬ association ហើយនឹងក្រុមហ៊ុនតូចក្រុមហ៊ុនពន្ធធំក្រុមហ៊ុនពន្ធមធ្យមអត់មាន anything in between នេះអញ្ចឹងគ្នាយើងមានសំណួរថាធ្វើម៉េចដើម្បីឲ្យគេ willing to offer ហើយអាច raise fund ពី public ពីប្រជាជនយើងបានគឺយើងត្រូវការច្បាប់មួយយើងត្រូវការ regulation មួយដែល enable ឲ្យក្រុមហ៊ុនឯកជននឹងអាច donate បានឥឡូវនេះបើសិនជាខ្ញុំជាក្រុមហ៊ុនលក់ទឹកសុទ្ធហើយខ្ញុំចង់ជួយទឹកសុទ្ធទៅទាហានជួរមុខនៅព្រំដែនខ្ញុំត្រូវបង់វត្តខ្ញុំឲ្យទឹកសុទ្ធ1000កេសអញ្ចឹងណាហើយខ្ញុំត្រូវបង់វត្តចេញពី1000កេសហ្នឹងឲ្យទៅខាងពន្ធដារហេតុអីខ្ញុំត្រូវធ្វើឲ្យស្មុគស្មាញអញ្ចឹងទៅអីបាច់ធ្វើហ្មងទៅស្រួលហើយ gross income យើងបើសិនជាយើងឲ្យជាជំនួយលើសពី 5% នៃ gross income យើងគឺអត់អាច deduct tax បានទេអត់អាច record ជា expense បានតែ 5%ចឹងហេតុអីបានចាំបាច់ limit បើសិនយើងធ្វើរឿងសង្គមសោះហ្នឹងអញ្ចឹងយើងត្រូវការច្បាប់យើងត្រូវការ regulation ថ្មីបាទ advocacy monitoring program តែមិនមែនជា model ថ្មីទេអង្គការមួយចំនួនធំជាពិសេសខាងសិទ្ធិមនុស្សខាងអីធ្វើហើយ technical assistant កន្លែងនេះ technical TA របស់យើងមិនចាំបាច់ឲ្យទៅតែ
រដ្ឋាភិបាលថ្នាក់ជាតិទេខ្ញុំធ្វើនៅថ្នាក់ក្រោមជាតិក៏បានដែរបើអង្គការយើងជំនាញខាងមួយធ្វើជាទីប្រឹក្សារបស់ក្រុមប្រឹក្សាឃុំទៅហើយធ្វើជាក់លាក់ទៅកំណែតម្រង់នៅកម្រិតឃុំហ្នឹងទៅបាទអញ្ចឹងយើងធ្វើទូចប៉ុន្តែយើងមាន impact នៅលើកម្រិតឃុំមួយបាទមិនចាំបាច់គិតថាឲ្យ technical assistant គឺ level policy មិនចាំបាច់ទេបាទពីនេះ more or less merge ដូចគ្នាគ្រាន់តែនេះអង្គការ2 3គាត់អាច merge ចូលគ្នាគាត់ share support service មួយគ្នាមួយនេះយើងត្រូវការបង្កើតជា NGO ធំទ្រង់ទ្រាយធំមួយដែលគាត់ monopolize តាម sector មួយបាទខ្ញុំមិនទៅចេះ detail ហ្នឹងទេ slide ចុងក្រោយរបស់ខ្ញុំគឺខ្ញុំបាននិយាយឲ្យ 30-40% នឹងបាត់បង់អង្គការយើងហើយ development partner ឬក៏ donor យើងនឹងមើលឃើញពីទូនាទីរបស់ NGO កាន់តែតិចទៅពីព្រោះគោលបំណងរបស់គេគឺអភិវឌ្ឍ macro សេដ្ឋកិច្ចរឿងមកជួយជនងាយរងគ្រោះនេះជាកាតព្វកិច្ចមនុស្សធម៌ដែលជាប្រទេសអ្នកមានត្រូវតែធ្វើប៉ុន្តែគេអាចធ្វើអាហ្នឹងតាមរយៈរដ្ឋាភិបាលបានគេអាចធ្វើអាហ្នឹងតាមរយៈក្រុមហ៊ុនឯកជនបានហើយនេះគេត្រូវការវត្តមានរបស់អង្គការសង្គមស៊ីវិលបើយើងអត់មានសមត្ថភាពអាចធ្វើបាន limit civil space for sure it will stay there មិនប្រហែលជាអាចទៅមុខទៀតអាចពិបាកជាងនឹងទៀតក៏ថាបានដែរយើងមានឧទាហរណ៍ពីប្រទេសឥណ្ឌាពីប្រទេសអីផ្សេងទៀតដែលជាប្រទេសជាតបតៃប៉ុន្តែ strict ទៅលើវត្តមានរបស់អង្គការសង្គមស៊ីវិលខ្លាំងមែនទែន quality rather than quantity យើងត្រូវ question ពីគុណភាពជាជាងថាធ្វើមិនទុកឲ្យមានបាទសម្រាប់ image និង finance ខ្ញុំគិតថា NGO ត្រូវតែ create ហើយ diversify create image ខ្លួនឯងdonor គាត់ត្រូវ enable ហើយគាត់ផ្ដល់ resource ដើម្បី NGO បង្កើត good image ដើម្បីចុងក្រោយគឺ public fundraising government គាត់ enable ហើយនឹង promote គាត់អត់អាច restrict ទេពីព្រោះលុយហ្នឹងជាលុយទៅជួយបំពេញកង្វះខាតរបស់គាត់បាទ technical capacity ហ្នឹង NGO ត្រូវជួយទៅរដ្ឋាភិបាលកន្លែងខ្វះចន្លោះអញ្ចឹង NGO ខ្លួនឯងត្រូវ transform ឲ្យមានលទ្ធភាពឲ្យមានសមត្ថភាពហ្នឹងបើសិនជាខ្លួនឯងអត់មានអ្នកណាទៅប្រើយើងមិនអញ្ចឹងហ៎បាទហើយ donor ត្រូវការចាប់ផ្ដើម localize transfer knowledge ហើយនឹង resource ឲ្យទៅ local NGOs រដ្ឋាភិបាលគាត់ត្រូវ engage ហើយនឹង utilize technical capacity ដែល NGO មានបាទbusiness model កន្លែងនេះបើសិនយើងគិតឲ្យជ្រៅទៅជាពេលដែលយើងដូរពី fundraising ទៅ financing ខ្ញុំជឿថាប្រហែលជាមាន session មួយអាចទៅជ័យរឿងហ្នឹងដែរដូរពី fundraising សុំលុយគេគៀងគរថវិកាមក invest ទៅលើ model មួយដែលអាច generate income នឹងបានហើយយកទៅធ្វើការងារសង្គមវិញបាទមានឧទាហរណ៍ច្រើននៅលើពិភពលោកមិនមែនថ្មីទេរឿងនេះបាទគ្រាន់តែថាវាអត់ច្រើនដោយអាលុយជំនួយដែលយើងបានពីរដ្ឋាភិបាលប្រទេសអ្នកមានបាទអញ្ចឹង donor គាត់ត្រូវបង្កើតឬក៏ជួយ CSO financing model មួយអាចឲ្យ NGO ទាំងអស់រៀនសូត្រហើយចាប់ផ្ដើមអនុវត្តទាំងអស់គ្នារដ្ឋាភិបាលអត់មានអីក្រៅពី enable ហើយនឹង finance NGO ផងបាទចុងក្រោយគឺ leadership ខ្ញុំនិយាយ repeat ដដែលទេគឺ empower young leadership រឿង board នេះជារឿងសំខាន់ដែលត្រូវតែកែប្រែហើយខ្ញុំគិតថា board ត្រូវតែកែប្រែកែតម្រង់ restructure កម្រិតធំហ្មងកុំធ្វើអា traditional board ទៀតទៅអត់រួចទេបាទអរគុណខ្ញុំមានប៉ុណ្ណឹងអញ្ចឹងជាស្រ័យរឿងលើសម៉ោងលើសពេលនេះយើងអរគុណចា៎បាទអត់បង្ហាញយ៉ាងជក់ចិត្តហ្មងណាពាក់ព័ន្ធនឹងcivil society យើងតើទៅអនាគត2000ត្រឹម2029ហ្នឹងតើយើងជួបប្រទះនៅបញ្ហាអីខ្លះខ្ញុំចង់ឮពីបងដែរពាក់ព័ន្ធនឹងរឿងCSO mapping ណាតើយើងគួរតែ start មិនពាក់ព័ន្ធនឹង mapping នឹងដោយសារយើងមើលឃើញហើយតាំងពី USAID ខាត់តាំងពី SIDA ខាត់ហើយនឹង donor ផ្សេងទៀតគាត់ face out ពីប្រទេសកម្ពុជាយើងឬក៏នៅក្នុងតំបន់ទៅពួកយើងដែលជា independent civil society ហ្នឹងយើង struggle មែនតែនដល់ស្ថាប័នខ្លះទៀតគាត់ចាប់ផ្ដើមទាំង lay off បុគ្គលិកផងហើយបុគ្គលិកដែលកំពុងតែនៅហ្នឹងក៏បានប្រាក់ខែអត់ពេញដែរហើយតើយើងគួរតែ merge ជាមួយគ្នាហ្នឹងបើសិនជាស្ថាប័នមួយគាត់មានមានថាគាត់នៅមានបាត់ចេញអាច 50% អីអញ្ចឹងប៉ុន្តែស្ថាប័នមួយទៀតហ្នឹងគឺគាត់អត់មានបាត់ចេញទេតើវាគួរចូលគ្នាមិនតើនៅពេលដែលចូលគ្នាហ្នឹងឧទាហរណ៍ថា board គាត់ agree ហើយ management committee agree ហើយតើនៅពេលដែលយើងចូលគ្នាហ្នឹងវាចូលមិនអាហ្នឹងក៏ខ្ញុំចង់លឺព្រោះយើងត្រូវចាប់ផ្ដើមត្រៀមពីឥឡូវទៅហើយព្រោះយើងដឹងហើយថារបៀបនៃការរកលុយរបស់យើងហ្នឹងវាកាន់តែ
លំបាកទៅពីមួយឆ្នាំទៅមួយឆ្នាំ បាទ ហើយដូចបងបានលើកចឹងមកដល់ស្ថាប័នខ្លះនៅឆ្នាំ2026នៅសល់តែមួយខែទៀតទេមិនដឹងថាបាត់ចេញនឹងនៅណាផង ហឹម ចឹងណាហើយដល់ទៅពេលរងថ្ងៃហ្នឹងបុគ្គលិកខ្លះគាត់មកធ្វើការទាំងព្រលឹងចុងសក់យើងអត់ដឹងថាចំស្ថាប័នដល់ពេលឆ្នាំក្រោយទៅតើមានប្រាក់ខែអត់តើអាចធ្វើការនឹងមិនខ្លះយើងនៅពេលដែលយើងមកធ្វើការនឹងយើងអាច contribute អីខ្លះទៅសង្គមដល់ពេលអញ្ចឹងម្នាក់ភ័យតែរឿងអាប្រាក់ខែហ្នឹងដល់ពេលឲ្យយើងមកធ្វើការ role របស់យើងត្រូវ contribute ទៅសង្គមហ្នឹងវាបាត់ណាហ្នឹងហើយអរគុណបង អូនេះជូនទៅថ្នាក់ដឹកនាំរបស់អង្គការសង្គមស៊ីវិលទូទៅប៉ុន្តែសម្រាប់CCC យើងមានCCC យើងមាន mission មួយដើម្បីជួយសមាជិកឲ្យគាត់អាច transform បានអញ្ចឹងខ្ញុំគិតថាបើសិនជាអង្គការយើងមាន mission ដូចគ្នាមាន mission បេសកកម្មដូចគ្នាមានយុទ្ធសាស្ត្រប្រហែលគ្នាគួរតែជួបគ្នាកម្រិតថ្នាក់ដឹកនាំ board level ហើយនិង executive leadership team ហ្នឹង SMT management ហ្នឹងជួបគ្នានិយាយអំពីថាយើងធ្វើបង្កើត ecosystem ថ្មីសម្រាប់ sector យើងយ៉ាងម៉េចហើយកន្លែងនេះ CCC រីករាយនឹងសម្របសម្រួលហើយប្រហែលជាអាចគ្រប់គ្រងថាវិការនឹងដើម្បីឲ្យការជួបជុំហ្នឹងការទៅចែកគ្នាបានកិច្ចការអនាគតក៏ប្រហែលជាអាចជួយគ្រប់គ្រងក្នុងរូបភាពណាមួយឬក៏សម្របសម្រួលក្នុងរូបភាពណាមួយបាទគាត់ក៏ជា resource person មួយដែរអញ្ចឹងហើយទៅពេលតកតនឹងរឿងការមើលបញ្ចូលគ្នាយើងត្រូវដឹងថាលុយតិចយើងអាចធងតោងទាំងអស់គ្នាទៅជាមួយបានទេវាអត់កើតទេទៅវាមិនរួចទេអញ្ចឹងយើងត្រូវដឹងថាយើងនឹងបាត់បង់បុគ្គលិកធនធានរបស់យើងទៅហើយអ្នកដែលប្រកែជាងគេប្រហែលជាត្រូវបាត់បង់មុនគេពីព្រោះគាត់មានលទ្ធភាពធ្វើអីផ្សេងបានអ្នកដែលអត់អាចរកលទ្ធភាពធ្វើអីផ្សេងបានប្រហែលជានៅមួយយើងយូរជាងគេកន្លែងនេះជារឿងដែលត្រូវប្រយ័ត្នជាងគេដែរបើយើងតោងអ្នកដែលអត់មានសមត្ថភាពទៅជាមួយខ្ញុំអត់ជាស្រ័យសម្រាប់បុគ្គលិក NGO ជាទូទៅណាប៉ុន្តែអានឹងជាការពិតវាជារឿងការពិតបើយើងព្យាយាមតោងគាត់ទៅជាមួយវានឹងទាញយើងចុះទៅទាំងអស់គ្នាអញ្ចឹងយើងត្រូវជាពេលមួយដែលយើងត្រូវជំរុះសមត្ថភាពរបស់ស្ថាប័នយើងដែរជាឱកាសណាបាទហើយយើងមើលមួយទៀតតកតនឹងបុគ្គលិកដែលគាត់នៅយូរជំនាញគាត់ប្រកែប៉ុន្តែគាត់ក៏រៀងថ្លៃដែរប៉ុន្តែសមត្ថភាពរបស់យុវជនជំនាន់ក្រោយនេះតែអ្នកដែលទៅចេញមកគាត់មានគំនិតច្នៃប្រឌិតច្រើនណាបើសិនយើងចេះប្រើគាត់ណាអីនឹងលឿនជាងមុនបាទមានប្រសិទ្ធភាពជាងមុនធ្វើលឿនជាងមុនហើយប្រហែលជាវិធីសាស្ត្រថ្មីទៅទៀតវិធីសាស្ត្រ old school របស់យើងជំនាន់អ្នកដែលមានអាយុ45ឡើងណានិយាយ45ពួកខ្ញុំមិនទាន់45តែមាន45ឡើងហ្នឹងគួរតែចាប់ផ្ដើម transfer ឲ្យហើយទៅបាទអញ្ចឹងអ្នកថ្មីប្រហែលជាគាត់មកគាត់ new perspective គាត់មានវិធីដែល deliver result ហ្នឹងលឿនជាងយើងបាទបងខ្ញុំចង់សួរបងមួយដោយសារការធ្វើបទបង្ហាញរបស់បងមានលក្ខណៈបច្ចេកទេសហើយងាយស្រួលស្ដាប់មែនតើដោយសារតែ ODA មានការថយចុះសម្រាប់ប្រទេសកម្ពុជាយើងមិនតែបើសិនជាយើងពិនិត្យមើលទៅលើថវិកាជាតិការចំណាយថវិកាជាតិរបស់កម្ពុជាយើងពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើងរហូតទោះបីជានៅក្នុងបរិបទ COVID ហើយនៅក្នុងពេលដែលយើងមានសង្គ្រាមជាមួយនឹងប្រទេសថៃអញ្ចឹងខ្ញុំចង់សួរថាតើតាមការមើលឃើញមកបងតើអាចមានការតភ្ជាប់គ្នាយ៉ាងម៉េចរវាងថវិកាជាតិជាមួយនឹងតួនាទីរបស់អង្គការសង្គមស៊ីវិលព្រោះមិញបងបានលើកឡើងថាជំរើសមួយក្នុងចំណោមជំរើសនានាគឺថាសង្គមស៊ីវិលអាចក្លាយទៅជា technical assistant នៅក្នុងកម្រិតឃុំនៅក្នុងកម្រិតសង្កាត់ឬក៏នៅក្នុងកម្រិតស្រុកអីចឹងហើយលក្ខណៈបច្ចេកទេសរបស់អង្គការសង្គមស៊ីវិលហ្នឹងគឺអាចជួយដល់រដ្ឋបានច្រើនណាជាពិសេសការដើរតួនាទីជាអ្នកតាមដានត្រួតពិនិត្យការអនុវត្តការងារព្រោះឃើញសប្តាហ៍នេះរដ្ឋាភិបាលយើងក៏កំពុងតែដាក់ចេញនូវគោលនយោបាយដើម្បីបង្កើននូវប្រសិទ្ធភាពនៃសេវាសាធារណៈដែរអញ្ចឹងបើសិនជាសង្គមស៊ីវិលនិងរដ្ឋាភិបាលអាចស្វែងរកនៅចំណុចកណ្ដាលណាមួយដែលអាចធ្វើការរួមគ្នាហើយរដ្ឋអាចបញ្ចេញនូវកញ្ចប់ថវិកាមួយចំនួនដើម្បីយកមកជួយគ្រប់គ្រងដល់សង្គមស៊ីវិលនៅក្នុងការដើរតួនាទីសង្គមរបស់ខ្លួនខ្ញុំគិតថាវាជាការមួយដែលប្រសើរបាទពួកឃើញរដ្ឋអាចចាប់ផ្ដើមពីការនិយាយអំពីរូបភាពរបស់សង្គមស៊ីវិលថាជាគណៈបកប្រឆាំងឬក៏តែងតែរិះគន់ទៅជាការនិយាយល្អអំពីសង្គមស៊ីវិលវិញពីព្រោះអីទូនីតិរបស់អង្គការសង្គមស៊ីវិលគឺតាំងពីឆ្នាំ91មកគឺយើងបានរួមចំណែកសំខាន់ចឹងចង់ឃើញអំពីការប្រមាលមើលរបស់បងដែរថាតើយើងអាចធ្វើអ្វីបាននៅក្នុងករណីនេះបងអរគុណច្រើនអរគុណច្រើនខ្ញុំគិតថាកន្លែងនេះជាចំណុចសំខាន់មួយពីព្រោះនៅប្រទេសអភិវឌ្ឍប្រទេសណាក៏មាន NGO ដែរនៅអាមេរិកប្រទេសគាត់ប្រហែល100លានអ្នកហ្នឹងគាត់មាន NGO ជាង
ចាំលេខដូច1លានកន្លះណាដល់ NGO នៅអាមេរិកច្រើននៅឥណ្ឌាក៏ច្រើនដែរអញ្ចឹងកុំថាប្រទេសអភិវឌ្ឍអត់ត្រូវការវត្តមានប៉ុន្តែនៅប្រទេសច្រើនដោយអាល្លឺម៉ង់ដែលយើងដឹងទាំងអស់គ្នាគេមានកញ្ចប់ថវិកាឲ្យទៅ NGO ហើយរដ្ឋាភិបាលគេមានគោលនយោបាយដើម្បីការពារមិនឲ្យរដ្ឋាភិបាល intervene ទៅ NGO អានេះរឿងល្អហើយខ្ញុំគិតថាកម្ពុជាគួរទៅហ្នឹងពីព្រោះជារឿងល្អទេដែលយើងកើនថវិកាចំណាយជាតិរាល់ឆ្នាំជារឿងល្អព្រោះសារហ្នឹងវាកាន់តែរីកធំទៅចំណាយកាន់តែច្រើនវា reflect ពីសេដ្ឋកិច្ចធំទៅដែរអញ្ចឹងនៅពេលដែល ODA សម្រាប់ NGO ចុះមិនមែនបានថា ODA សម្រាប់រដ្ឋាភិបាលសម្រាប់កម្ពុជាថយទេគឺវាថយតែចំណែក NGO ទេហើយ ODA ហ្នឹងវានឹងដូររូបរាងត្រង់ថាពីមុនឲ្យជា grant ដែលអត់យក interest rate ឬក៏យកក្នុងកម្រិតទាបតែក្រោយហ្នឹងប្រហែលជាអាចយកក្នុងកម្រិតមួយហើយគេនឹងមាន exclusion period រយៈពេល3ឆ្នាំទៀតអញ្ចឹង rule រឿង WHO រឿងអីមួយចំនួននឹងបន្តរហូតដល់3ឆ្នាំក្រោយ2020អញ្ចឹងមិនមែនភ្លាមហ្នឹងយើងដូររូបភាពហ្នឹងតែ point សំខាន់ខ្ញុំថា ODA more or less នឹងនៅដដែលឬក៏អាចតិចជាងមុនឬក៏ប្រែប្រួលទម្រង់យ៉ាងម៉េចប៉ុន្តែមិនមែនថាយើងអត់មានអាហ្នឹងទេតែបើធៀបនឹងចំណាយរបស់រដ្ឋាភិបាលយើងដែលធំទៅ ODA proportion ហ្នឹងវាទូចទៅអញ្ចឹងទេតែបើគិតជាថាចំនួនថវិកា more or less the same អញ្ចឹងកន្លែងនេះខ្ញុំគិតថាជាសំណពរទៅរដ្ឋាភិបាលវិញថាតើគាត់ចង់ប្រើធនធានដែលជាធនធានសំខាន់នៅក្នុងវិស័យ sector NGO នៅក្នុង sector NGO ហ្នឹងយ៉ាងម៉េចខ្ញុំឧទាហរណ៍មួយប្រហែលជាយើងអាចទៅធ្វើការរួមគ្នាយើងអាចជួបជាមួយនឹងខាងក្រសួងមុខងារសាធារណៈហើយបញ្ជាក់ប្រាប់ថាស្ថាប័ន NGO យើងមាន300 400អង្គការដែលសកម្មហ្នឹងមានលទ្ធភាពធនធានអញ្ចេះទៅហើយតើគាត់អាចប្រើធនធានយ៉ាងម៉េចបានអញ្ចឹងបើសិនជាគ្នាយើង willing to be គេហៅអីបុគ្គលិកកិច្ចសន្យាណារបស់រដ្ឋណាជាបុគ្គលិកកិច្ចសន្យាយើងបើចូលជាបុគ្គលិករដ្ឋពេញសិទ្ធិមកវាត្រូវការប្រឡងត្រូវការអាយុត្រូវការអីប៉ុន្តែបើសិនយើង willing ជាបុគ្គលិកកិច្ចសន្យារដ្ឋាភិបាលបើកឱកាសហ្នឹងរឿងអីធ្វើមិនបានយើងធ្វើទីប្រឹក្សារបស់ក្រុមប្រឹក្សាឃុំរបស់ឃុំមួយទៅបាទដូចបងប្រាប់បើសិនជាគាត់ធ្វើទីប្រឹក្សាឃុំតែមួយយើងនឹងឃើញការប្រែប្រួលមកបាច់យើងក៏អត់មានលុយថារដ្ឋក៏ប្រហែលជាមិនមានថវិកាឲ្យយើងមកជួលយើងធ្វើទេលុះណាតែមាន donor World Bank ADB គេតម្រូវឲ្យមាន TA មិនគេទៅរកយើងយើងហ្នឹងមិនមែនជា NGO ទេជាបុគ្គលទេបាទអញ្ចឹងប៉ុន្តែបើសិនជាឃុំថវិកាឃុំមាន700លានរៀល900លានរៀលហ្នឹងបើសិនជាគាត់ដាក់ថវិកាកញ្ចប់ទូចមួយសម្រាប់ជួល TA មួយ advisor មួយគឺរូបភាពឃុំនឹងប្រែប្រួលអញ្ចឹងតើ NGO យើង ready ដើម្បីធ្វើហ្នឹងអត់ឬក៏បុគ្គលិក NGO យើង ready ធ្វើហ្នឹងអត់ហើយកន្លែងនេះចង់បញ្ជាក់រឿង NGO ហើយនិងបុគ្គលិក NGO អង្គការខ្លះដើរស៊ីសងលើមនុស្សម្នាក់2នាក់ឯងខ្ញុំអង្គការ Save the Children ខ្ញុំធ្វើការជាមួយនឹង local NGO តែខ្ញុំត្រូវការជួយខ្ញុំហៅថាជួយអញ្ចឹងព្រោះមែនតើគាត់អាចពឹងទៅលើថវិកាយើង 100% ពីសោះតែមួយអញ្ចឹងខ្ញុំហៅជួយវិញជាជាងធ្វើការជាមួយតែខ្ញុំត្រូវជួយអង្គការមួយឬក៏ខ្ញុំធ្វើការតែជាមួយបុគ្គលិកម្នាក់2នាក់ហ្នឹងទេដើម្បីមាន impact ដូចគ្នាហ្នឹងហើយអស់លុយតិចជាងអញ្ចឹងស្ថាប័នអ្នកដឹកនាំស្ថាប័នយើងត្រូវ question ខ្លួនឯងបើសិនជាម្នាក់2នាក់ហ្នឹងគាត់ខ្លាំងខ្ញុំធ្វើការតែមួយម្នាក់2នាក់ហ្នឹងបានទេខ្ញុំអាចឲ្យប្រាក់ខែគាត់ច្រើនជាងមុនទៀតហ៎ហើយ impact ដូចគ្នាខ្ញុំចាំបាច់មាន office ហើយឥឡូវបាច់មាន office គាត់ធ្វើការណាក៏បានឲ្យតែមាន internet បាទអញ្ចឹងបកទៅសំណួរមិញវិញខ្ញុំគិតថាយើងគួរទៅជួយមួយរដ្ឋាភិបាលហើយទៅចែកគ្នាថាធនធានដែលយើងមានហ្នឹងមានអីខ្លះតែសំខាន់ដំបូងយើងត្រូវដឹងគ្នាយើងសិនតែយើងមានអីខ្លះតមកទៀតយើងទៅចែកមួយរដ្ឋាភិបាលថាតើគាត់ចង់ប្រើធនធានយ៉ាងម៉េចហើយយើងទៅចែកយើងនឹងរកវិធីដើម្បី transfer capacity ហ្នឹងឲ្យទៅគាត់បាទអរគុណច្រើន very interesting topic អ្វីដែលខ្ញុំចង់ចាប់អារម្មណ៍ហើយចង់សុំយោបល់បងបន្ថែមតទៅទៅនឹងរឿង business model ដែលបងលើកឡើងណាខ្ញុំឆ្ងល់ថាតើអា business model option ទាំងអស់មាន6 7ហ្នឹងតើវាមានភាពខុសគ្នារវាងអ្នកអង្គការដែលគាត់ធ្វើការកម្រិត policy កម្រិត program ឬមួយក៏កម្រិតតាមបែប community អីអត់តើ business model ហ្នឹងវាគួរតែមាន priority ទៅលើកម្រិតហ្នឹងដែរអត់ហើយនឹងមួយទៀតតើ business model ហ្នឹងវាគួរតែមាន priority នឹងភាពខុសគ្នាទៅលើប្រភេទនៃ sector ដែរអត់ព្រោះខ្ញុំចង់ដឹងពីយោបល់បងណាក្នុងរយៈពេល 3-4 ឆ្នាំហ្នឹងតើ sector នីមួយៗ agriculture education eco អីហ្នឹងថាតើវានឹងប្រែប្រួលដូចគ្នាទាំងអស់ឬមួយក៏ការពិត sector នេះវាគួរតែ focus ទៅលើអញ្ចេះ sector មួយនេះគួរតែ focus ទៅលើបែបផ្សេងគ្នាអញ្ចឹងណាសំណួរនេះធំបើយើងទៅចែកទៅលើបរិបទរបស់អង្គការមួយជាជាងយើងនិយាយជារួមបានខ្ញុំទៀតថាអង្គការមួយដែលគាត់កំពុងធ្វើសេវាកម្មទឹកស្អាតហើយគាត់ចង់ transform model គាត់ទៅជា TA តែជាអាចទៅរួច
ប៉ុន្តែបើគាត់ចង់រក្សាអា provision អា service ហ្នឹងដដែលទៅថាធ្វើដណ្ដូងធំចម្រោះឬក៏ទីអាងចម្រោះទឹកខ្នាតធំអីហ្នឹងតែគាត់រក្សាដដែលគាត់មិនអាចទៅជា TA បានទេអញ្ចឹងគាត់ត្រូវ raise fund ដើម្បីធ្វើអាហ្នឹងអញ្ចឹងយើងត្រូវឲ្យ question ទៅគាត់វិញថាឥឡូវអ្វីជា vision អីជា impact របស់អ្នកឯងតែអ្នកឯងចង់ឃើញអញ្ចឹងយកអា impact model ហ្នឹង first រួចហើយបាននិយាយគ្នាថា impact model ហ្នឹងគួរ deliver model NGO ប្រភេទណាគួរតែប្រភេទជា philanthropic initiative ដើររើស fund ហ្នឹងទៅដងមួយទៅដើររើសមួយទៀតធ្វើធុងចម្រោះមួយទៅឬក៏ធ្វើរបៀប social enterprise ធ្វើទឹកផងលក់ទឹកផងដើម្បីយកលុយធ្វើឲ្យផ្សេងទៀតឬក៏ធ្វើជា advocacy គាត់ថារដ្ឋាភិបាលមានធនធានច្រើនហើយអញ្ចឹងគាត់គ្រាន់តែទៅជែកជាមួយនឹងក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាស្រុកឬក៏ខាងខេត្តទៅឬក៏ក្រសួងតែពាក់ព័ន្ធទៅគាត់អាចជួយដើម្បីបង្កើតសម្ភារៈហ្នឹងឲ្យថោកជាងមុនហើយមានប្រសិទ្ធភាពជាងមុនហើយអញ្ចឹងគាត់អាចធ្វើលើ TA office TA assistant ឬក៏គាត់ដាក់បុគ្គលិកម្នាក់ទៅធ្វើការជាមួយនឹងក្រសួងឬក៏មន្ទីរអភិវឌ្ឍជនបទអីចឹងទៅបាទអញ្ចឹងquestion ដំបូងគឺថាតើអីជា impact ដែលគាត់ចង់ធ្វើព្រោះហើយតើ model មួយណាដើម្បីអាចគាត់ skill impact នឹងច្រើនជាងគេបាទខ្ញុំសូមឆ្លើយជារួមចេះវិញអត់អាចជាក់លាក់ទៅលើអីមួយខ្ញុំថា sector មួយឬក៏អីមិនប្រហែលជាមិនខុសគ្នាហ្មងលើកលែងតែរឿងសិទ្ធិមនុស្សយើងអត់អាចហើយនឹង anti corruption អីជាដើមយើងអត់អាចទៅកែប្រែអានឹងបានទេពីព្រោះយើងមិនមែនជា duty bearers មិនមែនជាអ្នកពេញកាតព្វកិច្ចហ្នឹងទេរាជរដ្ឋាភិបាលជាអ្នកមានកាតព្វកិច្ចត្រូវអនុវត្តទៅបំពេញសិទ្ធិទៅគោរពសិទ្ធិទៅលើកតម្កើងលើកកម្ពស់ការគោរពសិទ្ធិអញ្ចឹងបើសិនជា model នេះយើងប្រហែលជាត្រូវរើសយក advocacy ឬ monitoring ច្រើនជាងហើយយើងត្រូវច្រើនជាងពីព្រោះយើងមិនមែនជាយើងអាចផ្ដល់សេវាបំពេញសិទ្ធិបានទេសិទ្ធិបញ្ចេញមតិយើងផ្ដល់ platform បានប៉ុន្តែបើរដ្ឋាភិបាល restrict យើងធ្វើអីចេញអញ្ចឹងយើងត្រូវធ្វើរក collect ផុសតាង monitor រួចហើយប្រាប់ទៅរដ្ឋាភិបាលក្នុងរបៀបអីមួយអាចជា constructive feedback ឬក៏រិះគន់ចំបាទអញ្ចឹងប្រហែលជាមាន sector ខ្លះដែលអាចពាក់ព័ន្ធនឹង impact model ហ្នឹងបានអរគុណអូនជើញសួស្តីបងខ្ញុំជាអ្នកដែលអត់ធ្វើនៅក្នុង NGO ប៉ុន្តែខ្ញុំតែងតែមានបំណងថាចង់ចូលរួមនៅក្នុង NGO តែដល់ពេលស្ដាប់ទៅខ្ញុំនិយាយចឹងមិនតែយ៉ាបងវាប្រឈមមុខនឹងការបិទច្រើនអញ្ចឹងណាប៉ុន្តែជាក់ស្ដែងទៅដូចថាខ្ញុំធ្វើការខ្ញុំមាន experience ច្រើនហើយក៏ខ្ញុំមានកូន business ខ្លួនឯងអញ្ចឹងបើថាធ្វើការមិនមែនដើម្បីតែ profit មួយមុខទេអញ្ចឹងតើបងមានជា idea ឬមួយក៏ comment មិនដើម្បីឲ្យអ្នកដែលត្រៀមខ្លួននឹងចូលដែលគាត់មិនមែនគិតតា salary អញ្ចឹងតើពួកខ្ញុំត្រូវត្រៀមខ្លួនមិនខ្លះបងអរគុណចាអរគុណត្រៀមខ្លួនមិនខ្លះសំណួរល្អហើយអរគុណដែលបានសួរសំណួរមិនមែនអីដែលខ្ញុំនិយាយនេះវានឹងការពិតទេព្រោះជាទស្សនៈមួយការវិភាគមួយណាវាអាចរូបភាពផ្សេងគ្នាសង្ឃឹមថាខុសចុះ NGO នឹងបន្តទៀតខ្ញុំចង់លើកទឹកចិត្តឲ្យគ្នាយើងនិយាយអ្នកដែលចូលក្នុង sector ថ្មីដូចយើងនិយាយពីមុនអង្គការសង្គមស៊ីវិលផ្សេងសង្គមស៊ីវិលវាទលាយជាងអង្គការសង្គមស៊ីវិលហើយអង្គការសង្គមស៊ីវិលទលាយជាង NGO ជាអង្គការសង្គមស៊ីវិលមួយប៉ុន្តែក្រុមយុវជនមួយដែលយើងបង្កើតជាក្រុមមួយរើសសម្រាប់យើងមានប្រធានដឹកនាំមានអីហ្នឹងគាត់ជាអង្គការសង្គមស៊ីវិលមួយដែរហើយរូបភាពអញ្ចឹងមិនបាច់ចោះឈ្មោះក៏បានដែរអញ្ចឹងគាត់ធ្វើសង្គមបានដូចគ្នាតែខ្លួនឯងធ្វើការងារនៅក្រុមហ៊ុនឯកជនឬក៏ធ្វើការនៅរដ្ឋគាត់អាចបង្កើតក្រុមហ្នឹងដើម្បីជួយសង្គមបានដែរហើយរើសអីមួយដែលយើងអាចធ្វើបានក្នុងពេលដែលយើងមានបាទហើយសម័យឥឡូវនេះទាំងអស់គ្នាក្មេងៗខ្ញុំចាស់ហើយយើងចេះច្រឡំថាយើងមួយថ្ងៃមានតែ2ពេលតែប៉ុន្តែយើងមាន3ពេលយើងយក24ចែកនឹង8ម៉ោងវាមាន3នឹងអញ្ចឹងហ៎8ម៉ោងទុករៀនឬក៏ធ្វើការ8ម៉ោងគេង8ម៉ោងធ្វើអីសង្គមតិចមើលទៅចុចទៅទូរស័ព្ទធ្វើអីចុចដូចខ្ញុំទៅអីយើងធ្វើការងារសង្គមអញ្ចឹងកុំច្រឡំថាខ្លួនឯងមានតែ2ពេលតែប៉ុន្តែមាន3ពេលអញ្ចឹងប្រើពេលកណ្ដាលណា8ម៉ោងកណ្ដាលហ្នឹងឲ្យធ្វើសង្គមបានមើលអញ្ចឹងបកទៅវិញថានៅអង្គការសង្គមស៊ីវិលខ្ញុំគិតថាយើងត្រូវការធនធានថ្មីត្រូវការ resource ថ្មីត្រូវការកំណត់ច្នៃប្រឌិតថ្មីអញ្ចឹងបើសិនជាយើងបានស្វែងយល់នៅពេលដែលយើងកំពុងរៀនឬក៏ត្រៀមចូលការងារដល់ពេលយើងចូលយើង ready ហ្មងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យក្មេងៗបងប្អូនដែលទៅតែរៀនកំពុងតែរៀនហ្នឹងកុំចាំចប់កំពុងតែរៀនហ្នឹងចូលធ្វើការស្ម័គ្រចិត្តមកស្ដាប់វេទិកាអញ្ចេះធ្វើការជាមួយ Future Forum ឲ្យច្រើនស្រាវជ្រាវហើយ specialize sector ឯមួយពេលហ្នឹងយើងនឹងអាចរើកំណត់មួយដើម្បីជួយសង្គមយើងវិញហើយកំណត់យើងដូច Save Children អ្នកដែលបង្កើត Save Children ដំបូងគឺឈ្មោះ Clinton Chep ហ្នឹងគាត់តែឃើញថាប្រទេសនៅក្នុងសង្គ្រាមលោកលើកទី1ហ្នឹង
មានក្មេងៗអត់អាហារច្រើនណាគាត់តែម្នាក់ឯងគាត់ដើរ respond យកទៅឲ្យគេអាគំនិតទូចមួយហៅថា idea ទូចមួយចេញពីមនុស្សមួយដែល nobody at that time ហ្នឹងវាទៅជាស្ថាប័នមួយដែលមានថវិកា3,000 លានក្នុងមួយឆ្នាំអញ្ចឹងបើសិនជាយើង start ពីឥឡូវប្រហែលជាទៅមុខទៀតយើងអាចជួយសង្គមបានច្រើនអញ្ចឹងប្រើពេល8ម៉ោងដែលនៅសល់ហ្នឹងបង្កើតជា idea មួយពង្រឹងខ្លួនឯងហើយនៅ NGO ទោះជាកាត់បន្ថយមិនក៏យើងនៅមានឱកាសដែរហើយដូចខ្ញុំនិយាយខ្ញុំថាលើកទឹកចិត្តឲ្យក្មេងៗជាជាងអ្នកដែលចាស់ជាពិសេសចាស់ដែលមាន new way of working អត់អីដែលចាស់ old school ទៅដឹងខ្លួនបាទនិយាយដល់អត់ហ៊ានមើលមុខទៅខាងនោះទេចាអាជីវកម្មហើយក៏ជាក្មេងៗជំនាន់ក្រោយដែល looking for impact right like looking for meaningful for your business for your life and so on តាមពិតទៅយើងជាម្ចាស់អាជីវកម្មក៏យើងអាចមាន way សម្រាប់ creating impact ដែរហ្នឹងហើយយើងអាច create like value នៅក្នុង business របស់យើងដែលយើងអាច create impact like អូខេយើងផ្ដោតទៅលើគុណភាពនៃការនៃម្ហូបអាហាររបស់យើងឬមួយក៏សេវាកម្មរបស់យើងដើម្បីឲ្យអ្នកប្រើប្រាស់ហ្នឹងគាត់ឲ្យទទួលបានសេវាកម្មល្អឬមួយក៏គាត់យើងជួលអ្នកដែលគាត់ពិការឬមួយក៏យើងប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីជួយផលិតផលក្នុងស្រុក is there so many way that យើងអាច create value added ឬមួយក៏ impact នៅក្នុងសហគមន៍មិនចាំយើងទៅធ្វើថាអូតើខ្ញុំទៅធ្វើការនៅ NGO ឬមួយក៏ខ្ញុំទៅធ្វើការនៅ non profit បានអាហ្នឹងខ្ញុំ feel fulfill ណាបាទចាពេលខ្លះយើងមិនចាំបាច់ separate វា how can you turn what you have right now ហ្នឹងយើងមានអីគេឥឡូវហ្នឹងហើយបន្ទាប់មកយើងអាច collaborate ឬមួយក៏យើងអាច complement វាមិនបាន I see so many way that you can do ចាអរគុណបើយុវជនម្នាក់អាចជួយមនុស្សបាន5នាក់គុណទៅយើងមានយុវជនជាង1លានឯងជួយបាន5លានបាច់ហត់ NGO អីទេរួចខ្លួនបាត់បើសិនជាយុវជនមួយហើយនឹង small business គិតអញ្ចឹងខ្ញុំល្អមែនតើបាទខ្ញុំបានរៀនច្រើនប៉ុន្តែខ្ញុំចង់សួរពាក់ព័ន្ធរឿងវាមាន funding ហើយនឹងវាមាន NGO ប្រភេទ NGO ដែរណាបាទតាមពិតខ្ញុំគិតថាខ្ញុំសួរអ្នកកន្លែងខ្លះតាមពិតនៅក្នុងបរិបទស្រុកខ្មែរយើងរាល់ថ្ងៃអ្នកធ្វើការនៅខាងសិទ្ធិមនុស្សខាងអីគាត់ដូចអត់ខ្វះលុយវិញតាមពិតអត់ទេពួកអីចេះតាមពិតកណាប្រទេសកាន់តែរីកចម្រើនដោយលោករស្មីក៏មានប្រសាសន៍អញ្ចឹងកណា donor គេដកភាគច្រើនខាងសេវាដែលបាត់ច្រើនណាពួកគេដាក់បន្ទុកលើរដ្ឋវិញប៉ុន្តែខ្ញុំចង់ភ្ជាប់មួយទៀតពាក់ព័ន្ធរឿង fund business model មិញណាតាមពិតអា technical assistant ជារឿងចាប់អារម្មណ៍ប៉ុន្តែសម្រាប់ខ្ញុំខ្ញុំមិនដឹងថាវាអាចដើរប៉ុណ្ណាក្នុងបរិបទស្រុកខ្មែរណាស្ថាប័នរដ្ឋបើមិនយើងគ្រាន់តែមានតែខ្លួនទៅណាខ្ញុំគិតថាអាចនឹងគេអត់ត្រូវការផងមានតែខ្លួនណាពួកគេចង់បានខ្លួនហើយគេចង់បានគម្រោងទៀតបានខ្លួនយើងបាទហើយលុយដែលយើងនាំទៅបាទហ្នឹងហើយអញ្ចឹងខ្ញុំគិតថាហើយអាផ្សេងទៀតមិនដឹងថាយើងអាចដើរបានប៉ុណ្ណាណាអញ្ចឹងខ្ញុំគិតថាយើងអាចបន្តចែកគ្នាតើអា model ណាដែលវាអាចត្រូវជាមួយបរិបទស្រុកខ្មែរច្រើនជាងណាបាទអរគុណច្រើនខ្ញុំគិតថាបើថារត់ក្រអត់ត្រូវទេថារត់ក្រហើយបើថារត់ខ្វះអ្នកបកកែក៏មិនត្រូវដែរគាត់មានអ្នកបកកែច្រើនប៉ុន្តែបញ្ហាគឺរឿង system រឿង governance រឿង red tape របស់គាត់អញ្ចឹងបើសិនជាសួរថាមិនបានគេប្រើយើងបានទោះថាតែយើងមានចំណុចខ្លាំងមួយបានគេមកប្រើយើងនិយាយជាបុគ្គលក៏ដោយជាស្ថាប័នក៏ដោយបើសិនយើងចង់ធ្វើ TA assistant ធ្វើ TA office ហើយបើយើងអត់មានបុគ្គលិកដែលមានជំនាញមានអ្នកណាមករកយើង apply កុំថាគេមករកសូម្បី apply ក៏មិនជាប់ផងបាទអញ្ចឹងកន្លែងនេះដែលយើងត្រូវ transform ស្ថាប័នយើងខ្ញុំមកទៀតថាឥឡូវយើងមានអង្គការមួយមានបុគ្គលិក30នាក់មានថវិកា1លានឬក៏8សែនក្នុងមួយឆ្នាំឥឡូវយើងប្រើពេលពីឥឡូវដល់27មកតើយើង transform ស្ថាប័នយើងឲ្យទៅជា technical assistant organization យ៉ាងម៉េចកន្លែងហ្នឹងគឺការងារ HR ការងារ leadership ហ្នឹងត្រូវមើលតើបុគ្គលិកយើងត្រូវ train ម៉េចយើងត្រូវរៀនយើងត្រូវរើសបុគ្គលិកម៉េចយើងត្រូវពង្រឹងវិស័យ R&D research development យ៉ាងម៉េចបើយកផុសតាំងទៅ influence ទៅធ្វើការជាក់ស្ដែងអញ្ចឹង2ឆ្នាំ3ឆ្នាំយើងត្រូវ transform ស្ថាប័នខ្លួនឯងបាទអញ្ចឹងអា transformative journey ហ្នឹងជាគេហៅថារឿងស្លាប់រស់របស់ស្ថាប័នយើងបើយើង transform មិនជោគជ័យទេចុងក្រោយយើងដើរចេញទាំងអស់គ្នាទៅរកការងារថ្មីទាំងអស់គ្នាទៅឡើងភ្នំផឹកតែទៅប៉ុន្តែបើយើង transform ជោគជ័យគេនឹងប្រើយើង
ហើយបើថារដ្ឋាភិបាលអត់មានលុយប្រើខ្ញុំគាត់ថាហើយជាមិនត្រូវគាត់ប្រហែលជាមិនចង់ប្រើប៉ុន្តែបើថាអត់លុយមកអត់ទេគ្មានណាមានជាងរដ្ឋាភិបាលនៅណាក៏ដែរបាទប្រទេសណាក៏ដោយគ្មានណាមានជាងសូម្បីតែ Elon Musk មានលុយច្រើនជាងគេហ្នឹងក៏មិនមែនមានជាងរដ្ឋាភិបាលដែរអញ្ចឹងយើងខ្ញុំភ្លេចថាការជាតិចំណាយរបស់យើងប្រហែល10 billion 10,000 លានហើយ 10,000 លានយើងយក NGO 200 លាន sounds like nothing ប៉ុន្តែគាត់មានលុយតែអាចប្រើយើងបានច្រើនហើយលុយមួយចំនួនជាពី donor ដូច World Bank ADB IMF អីហ្នឹងគេឲ្យមកគេមានលក្ខខណ្ឌត្រូវមាន TA ទៅទៀតអញ្ចឹងអាលុយ grant ឬក៏លុយ loan ដែលមកហ្នឹងវាភ្ជាប់តម្រូវការឲ្យមាន TA អញ្ចឹងចង់មិនចង់ខ្ញុំជឿថា resource មានប៉ុន្តែសំខាន់ខ្លួនយើងតែគេប្រើយើងអត់តែយើងធ្វើឲ្យគេឃើញតែយើងធ្វើឲ្យឃុំក្រុមប្រឹក្សាឃុំដែលយើងនៅឃើញអត់ស្រុកខេត្តយើងឃើញអត់ហើយយើងអាចជួយគេបានអត់អញ្ចឹង transformation journey ជារឿងសំខាន់យោបល់លោករស្មីលើកឡើងខ្ញុំចាប់អារម្មណ៍ព្រោះសិតតែសំខាន់ហើយបើមើលមិញទៅវាអាចមានសង្ឃឹមនិងអាចអស់សង្ឃឹមឬ NGO យោបល់ដែលថា NGO គួរតែរកឱកាសជួបមួយក្រសួងមុខងារសាធារណៈជារឿងល្អវាជាឱកាសដែលអាចផ្ដល់ប៉ុន្តែបើខ្ញុំគិត technical assistant office ហ្នឹងគឺសម្រាប់ development សម្រាប់ good governance leadership គឺនឹងអាចជួយគុំបានច្រើនអាចត្រូវប៉ុន្តែដូចរឿង advocacy រឿងអ្នក freedom of expression នេះគឺយើងមិនអាចត្រូវទេហើយមួយទៀតតកតងនឹងរឿងថាអាចខ្ញុំត្រឡប់មកវិញព្រោះខ្ញុំភ្លេចអាទី3របស់ខ្ញុំអូនដែលថាធ្វើ business ហើយចង់ចូលទៅ NGO មិនទាន់បានចូលផងគាត់និយាយថា NGO នឹងអាចស្លាប់ច្រើនអញ្ចឹងធ្វើបន្ទុចយើងដូចអូនមិញខ្ញុំគ្រប់គ្រងចង់ថែមបន្តិចថា vision យើងអាចត្រូវគ្នាបើអូនមាន business ធ្វើម៉េចឲ្យឯង grow វិញ business ខ្លួនឯងច្រើនហើយអាចរកអ្នកណាឧទាហរណ៍អូនចាប់អារម្មណ៍ NGO នឹងជួយផ្នែកអីផ្នែកស្ត្រីផ្នែកសេរីភាពសារព័ត៌មានផ្នែកអីគឺទៅរកដៃគូនឹងទៅដូចពួកបងអ្នកកាសែតអញ្ចឹងបើអូនមាន business អាចរកក្រុម CFJ ដើម្បីផលិតជា business អូនឲ្យឃើញពី impact ឬឥទ្ធិពលដល់ជាប្រវត្តិយើងចង់ជួយស្ត្រីរកដៃគូស្ត្រីអង្គការនឹងជួយគាត់ឬចង់ផ្សាយរឿងព័ត៌មានរឿងវប្បធម៌រឿងអីដែលតាក់ទងស្ត្រីយើងរកក្រុមស្ត្រីនឹងទៅយើងអាចជួយបានហើយយើងយកដៃគូអញ្ចឹងហើយយើងមិនបាច់ធ្វើខ្លួនឯងទេអ្វីធ្វើយើងក្រលុយបានច្រើនហើយមួយទៀតដែលថាលុយបានច្រើនដើម្បីជួយ NGO នឹងឲ្យគាត់រីកចម្រើនដែរមិនថាយើងមិនបាច់ទៅធ្វើផ្ទាល់ទេ NGO ហើយមួយទៀតខ្ញុំចង់បកទៅសំណួរនឹងដូចមកពុតរៀនហ្នឹងមកលោករស្មីដែលនិយាយថាអង្គការយើងចាប់រកអ្នកមានអុកញ៉ាស្រុកយើងច្រើនណាស់អ្នកមានច្រើនណាស់ថៃខូនដូចគុណធាលើកឡើងអញ្ចឹងតែស្រុកយើងដែលសំខាន់ហ្នឹងតើឥទ្ធិពលនយោបាយសូម្បីតែជួបរដ្ឋមន្ត្រីក្រសួងមុខងារហ្នឹងអ្នកដែលធ្វើជាអ្នកជំនាញហ្នឹងបកកែហ្នឹងតើរកឥទ្ធិពលនយោបាយអត់ព្រោះធម្មតាដែលយើងអត់ចូលបាក់គឺគេអត់ជួលទេហើយធម្មតាគេអត់ប្រែអ្នកចេះណាដែលរឹងក្បាលទេមានថាយើងចេះហើយប៉ុន្តែយើងត្រូវតែចូលរណបមានថាយើងទន់ខ្លួនទៅមិនធ្វើបានណាអញ្ចឹងជារឿងសំខាន់អ្នកមានច្រើនគេនឹងជួយសង្គមលុះត្រាតែយើងនឹងអាចនៅក្រុមមួយគាត់បានអត់បើយើងអាចក្រុមបានយើងនឹងទៅរស់បានអញ្ចឹងខ្ញុំគិតថាអ្វីដែលសំខាន់ NGO ឬសង្គមស៊ីវិលនឹងគិតខ្លួនឯងថាយើងអាចបត់បែនខ្លួនយើងខ្លះបានអត់ដូច NGO ដែល 4.0 នេះលោករស្មីលើកឡើងថាពី2017មកដែលគណៈបកប្រឆាំងត្រូវបានរំលាយសមាជិកក្នុងសភាអត់មានបកប្រឆាំងអីលើកឡើងហ្នឹងគឺ NGO លែងរឹងទៅតឹងដូចមុនឯងសំបីពាក្យថាតស៊ូមតិហ្នឹងគឺយើងប្រើថាស្វែងរកការគ្រប់គ្រងយើងដូរពាក្យពីថាសំបីពាក្យ digital security ហ្នឹងយើងអត់និយាយសុវត្ថិភាព digital យើងនិយាយថាអក្ខរកម្ម digital យើងរកពាក្យណាដែលស្ដាប់ទៅទន់ភ្លន់ជាងកុំឲ្យស្ដាប់ទៅវា sensitive ពេកអញ្ចឹងបើយើងអាចបត់បែនខ្លះវានឹងអាចរស់បានតែរឿងខ្លះបត់ជាងពិបាកអញ្ចឹងវានៅតែលំបាកដដែលដោយសារខ្ញុំគិតថារឿងឥទ្ធិពលនយោបាយហ្នឹងសំខាន់ព្រោះសំខាន់អស់ថ្នាក់ដឹកនាំកម្ពុជាហ្នឹងគាត់ចង់ឃើញប្រទេសយើងរីកចម្រើនបើគាត់គិតពីខ្មែរគាត់នឹងផ្លាស់ប្ដូរហើយយកបទពិសោធន៍ដែលចំនួនប្រដាប់អាវុធខ្មែរថៃនេះមករៀនថាខ្មែរមានរឿងច្រើនទៅធ្វើបន្ទាប់ពីឆ្លោះមួយថៃនឹងហើយគាត់យើងត្រូវតែការឲ្យខាងក្នុងយើងខ្លាំងហើយបើខាងក្នុងយើងដោយរងថ្ងៃខ្លាំងយើងនឹងពិបាកតស៊ូមួយគេហើយថៃអត់ឈប់ទេរាប់រយឆ្នាំទៅមុខទៀតគឺអត់ចប់ប៉ុណ្្នឹងទេខ្ញុំថ្មីហ្នឹងខ្ញុំទៅចូលរួមសិក្ខាសាលាមួយនៅម៉ាឡេស៊ីហ្នឹងគឺអ្នកកាសែតខ្មែរនិងអ្នកកាសែតថៃហ្នឹងគេអញ្ជើញឲ្យទៅនិយាយមួយគ្នាតែក្នុងនាមយើងអ្នកកាសែតយើងធ្វើអីបានពេលបិទប្រទេសយើងឆ្លោះគ្នាវាយគ្នាក៏ដោយតែអ្នកកាសែតឯករាជ្យយើងនៅតែរក្សាថាយើងគឺជាមនុស្សអញ្ចឹងឲ្យធ្វើការមួយគ្នាទៅហើយគេលើកច្រើនពីថាខ្មែរប៊ូលីគេមិនខ្លះហើយយើងក៏លើកថាគេប៊ូលីមិនឥទ្ធិពលមិនហ្នឹងយើងអត់ចង់ឲ្យមានបញ្ហាហ្នឹងអញ្ចឹងចំណុចយ៉ាងខ្លីបើខ្ញុំគិតថាបើមានឱកាសដែលសង្គមស៊ីវិលអ្នកដឹកនាំមេអង្គការសង្គមស៊ីវិល NGO ហ្នឹងមានឱកាសជួបនិយាយមួយថ្នាក់ដឹកនាំកម្ពុជាមិនបាច់ដល់ថានាយករដ្ឋមន្ត្រីធ្វើរដ្ឋមន្ត្រីណាខ្លះមួយអ្នកហ្នឹងវាជារឿងល្អឱកាសហ្នឹងហើយបើមានស្ពានណាឆ្លងគឺខ្ញុំប្រាថ្នាចង់ឲ្យមានការជជែកគ្នាខ្ញុំគិតថាបើបានជួបជជែកគ្នាវាជាឱកាសមួយដែលគាត់ក៏អាចស្ដាប់យើងបានយល់ដែរព្រោះកន្លងមកហើយយើងបានជួបជជែកគ្នាអរគុណច្រើនខ្ញុំគិតថាកុំចាំរកស្ពានឆ្លងបង្កើតស្ពានខ្លួនឯងទៅ
seriously ហ្នឹងហើយរកអ្នកបង្កើតមានអ្នកនៅក្នុងនេះមានសមត្ថភាពអាចមាន connection ច្រើនយើងអាចបាច់និយាយក្រៅនិយាយក្នុងបន្ទប់នេះក៏មានដែរអញ្ចឹងបង្កើត spin ខ្លួនឯងទៅហើយជាចេតនាល្អដើម្បីអភិវឌ្ឍសង្គមហើយសម្រាប់បងប្អូនម្ដងទៀតសង្គមស៊ីវិលនឹងមិនស្លាប់ឯ never die សង្គមស៊ីវិលសំខាន់គឺយុវជនចលនារបស់យើងយើង care ពីសង្គមប៉ុណ្ណាយើង care ពីអ្នកងាយរងគ្រោះប៉ុណ្ណាតែអង្គការសង្គមស៊ីវិលដែលគាត់រស់ពឹងទៅលើថាវិការជំនួយគាត់ត្រូវ transform ខ្លួនឯងដើម្បីគាត់បន្តទៀតបើមិនដូរទេ30-40% នៃស្ថាប័នយើងនឹងចុះតែមិនមែនថា30% 60-70% ដែលនៅសល់ហ្នឹងអត់នេះណាបើសិនជាគាត់រើសផ្លូវត្រូវimpact model គាត់ល្អជាង100% នៅមុននឹងទៀតបាទ